ក៏ប៉ុន្តែចាប់ផ្ដើមពីលោកហ៊ុនម៉ាណែតចេញដំណើរទៅទីក្រុងលីយ៉ុងប្រជាពលរដ្ឋខ្មែរនៅបារាំងប្រុងជើងព្រួលនាំគ្នាធ្វើបាតកម្មតវ៉ាទាមទារ3ចំណុចតាមពិតបើយើងគិតឲ្យមែនតើទីក្រុងលីយ៉ុងម៉ោងនេះគឺម៉ោង5ល្ងាចទៅហើយបាទគឺល្ងាចថ្ងៃ6ចាំបានន័យថារសៀលណាស់ទៅហើយបាតកម្មរបស់ក្រុមបងប្អូនខ្មែរនៅបារាំងនេះឬថាគ្រោងធ្វើតាំងពីព្រឹកដូច្នេះស្របពេលដែលលោកហ៊ុនម៉ាណែតចេញដំណើរពីប្រទេសកម្ពុជាជាមួយនឹងគណៈប្រតិភូជាមួយនឹងប្រពន្ធឬក៏ថៃស្ត្រីទី1របស់កម្ពុជាបានធ្វើដំណើរម៉ោងនេះគួរតែដល់ទីក្រុងលីយ៉ុងប្រទេសបារាំងទៅហើយដោយសារតែការធ្វើដំណើរទៅចូលរួមនៅក្នុងព្រឹត្តិការណ៍ធំមួយដែលស្របតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងលោកម៉ានូអែលម៉ាក្រុងបាទហើយឲ្យទៅចូលរួមហ្នឹងគឺនៅក្នុងព្រឹត្តិការណ៍មួយហៅថាសន្តិភាពតែមួយលើពិភពលោកសុខសម្ពុមិនសន្តិភាពទេសុខភាពនិយាយពីរឿងសុខភាពក៏ប៉ុន្តែគណៈបព្វភូកម្ពុជាអាចថាយកឱកាសនេះជួបជាមួយនឹងតំណាងប្រទេសបារាំងដើម្បីជជែកពីកិច្ចការទ្វេភាគីរវាងកម្ពុជានិងបារាំងកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចនយោបាយអីចឹងក៏ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់មានរឿងពីរទី1គឺដំណើរទស្សនកិច្ចរបស់លោកហ៊ុនម៉ាណែតហើយនិងគណៈប្រតិភូទៅបារាំងនេះគឺមិនមែនទៅនិយាយរឿងនយោបាយរឿងព្រំដែនរឿងផែនទីរឿងអីទេព្រោះយើងដឹងហើយថាដំណើររបស់គាត់គឺទៅតបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងនេះគឺក្នុងនាមជាប្រទេសដែលជាប្រទេសអធិបតេយ្យមួយតំណាងឲ្យប្រទេសអធិបតេយ្យមួយដើម្បីចូលរួមនៅក្នុងរឿងតាក់ទងនឹងបញ្ហាសន្តិភាពតែហេតុអីបានជាពាក្យសន្តិភាពនឹងនៅតែជាប់មាត់របស់ខ្ញុំនៅពេលដែលកម្ពុជាអត់ទាន់មានសន្តិភាពនៅឡើយជាពិសេសអត់មានជាមួយចិនអត់មានជាមួយប្រជាពលរដ្ឋខ្លួនឯងព្រោះពាក្យអរគុណសន្តិភាពនឹងវាដដែលពេកទៅជួនកាលខួរក្បាលខ្ញុំនឹងវាផ្ដិតជាប់អស់អញ្ចឹងបានថាពេលដែលបងប្អូនប្រើពាក្យអីមួយទៅតែពិតពីអរគុណសន្តិភាពហ្នឹងចំពោះខ្ញុំមែនតើគឺជាពាក្យអត់ត្រូវទេខ្ញុំធ្លាប់ពិតសួរប្រជាជនសៀងហៃនៅប្រទេសកម្ពុជាម្ដងកាលខ្ញុំនៅធ្វើការនៅវិទ្យុអាស៊ីសេរីការដែលពិតសួរប្រគុណម្ចាស់នៅសៀងហៃមិននៅសៀងហៃសំទោសសៀងហៃហ្នឹងព្រះអង្គបកស្រាយថាពិតខ្ញុំសួរក្នុងនាមជាឯកជនទេព្រោះអីមិនមែនសួរនៅក្នុងនាមជាបុគ្គលិកវិទ្យុអាស៊ីសេរីអីទេគាត់ថាតែខ្ញុំធ្វើការនៅវិទ្យុអាស៊ីសេរីព្រះអង្គប្រហែលជាស្គាល់ខ្ញុំនៅក្នុងនាមថាជាអ្នករាយការណ៍ព័ត៌មានវិទ្យុអាស៊ីសេរីអីចឹងទៅក៏ព្រះអង្គមានការគួរសមរស់រាយរាក់ទាក់គួរឲ្យគោរពឆ្លើយសាររបស់ខ្ញុំវិញដោយអំណរដោយពេញចិត្តដោយអីចឹងខ្ញុំពិតជាអរគុណម្ចាស់សៀងហៃមែនតើព្រោះព្រះអង្គមានចំណេះជំនាញច្រើននៅក្នុងផ្នែកភាសាបាលីភាសាសំស្ក្រឹតនឹងបកស្រាយភាសាខ្មែរឲ្យបងប្អូនយើងតាមបណ្ដាញសង្គម Facebook YouTube អីហ្នឹងខ្ញុំចាប់អារម្មណ៍ដោយសារព្រះអង្គចូលរួមកិច្ចការសង្គមច្រើនដាស់តឿនអប់រំពីការប្រើប្រាស់អក្សរសាស្ត្រជាតិឲ្យត្រឹមត្រូវអីហ្នឹងខ្ញុំពេញចិត្តមែនតើតែចឹងទៅក៏ឃើញទាំងគ្មានគុណចាស់អង្គណាដែលអាចនឹងពិតសួរបានលឿនហើយព្រោះព្រះអង្គមាន Facebook មានអីទៀតក៏ផ្ញើសារសួរយូរហើយប្រហែលជា6ឆ្នាំ7ឆ្នាំហើយដឹងតើតោះនឹងពាក្យថាអរគុណសន្តិភាពហ្នឹងហើយទៅក៏អ្វីដែលខ្ញុំកាលហ្នឹងសួរព្រះអង្គប្រគុណម្ចាស់សៀងហៃអត់មែនតែសួរផ្ចាញ់ផ្ចាលឬក៏ចង់រករឿងអីនឹងពាក្យថាហេតុអីបានគេប្រើពាក្យអរគុណសន្តិភាពហ្នឹងហើយក៏អត់មានតែឈឺក្បាលអីនឹងថាប្រជាពលរដ្ឋអីអរគុណសន្តិភាពអីដែរកាលហ្នឹងគឺចេតនាធំបំផុតហ្នឹងគឺចង់ដឹងថាតើពាក្យខ្មែរអរគុណសន្តិភាពហ្នឹងត្រូវដែរឬទេក្នុងន័យថាប្រើដើម្បីជាអក្សរសាស្ត្រទេអត់មានតកតនយោបាយទេតែព្រះអង្គក៏យកទៅបង្ហោះតាមបណ្ដាញសង្គម Facebook អីហ្នឹងបងប្អូនដែលបានបើកស្ដាប់ហ្នឹងក៏ប្រហែលជាបានដឹងហើយខ្ញុំក៏មិនសូវជាចាប់អារម្មណ៍អីពីរឿងហ្នឹងលើសតែពីរឿងចង់ដឹងថាតើយើងអាចអរគុណវត្ថុអរូបីបានដែរឬយ៉ាងណាព្រោះអីជាធម្មជាតិព្រោះមិនថាជាភាសាខ្មែរទេភាសាអង់គ្លេសក៏គេប្រើអញ្ចឹងដែរព្រោះពាក្យថាអរគុណគឺបានន័យថាយើងតបស្នងសងគុណចំពោះអ្វីដែលអ្នកណាម្នាក់ប្រព្រឹត្តល្អដែលជាគុណស្រ័យកណូបការៈដូចជាមនុស្សដែលមានវិញ្ញាណដឹងការត្រេះរិះដឹងឬក៏ថាដឹងអាចនឹងទទួលការតបតសងគុណបានដោយសារនិយាយទៅប្រាប់ទៅឲ្យគាត់ស្ដាប់អញ្ចឹងហើយបានជាកិរិយាសព្ទនៃពាក្យថាអរគុណហ្នឹងវាគួរតែជាមានកម្មវត្ថុមួយដែលជាកម្មវត្ថុទទួលអំពើនៃពាក្យអរគុណហ្នឹងឲ្យស្ដាប់បានទទួលយកបានទើបយើងអាចនឹងទៅអរគុណគេកើតហើយបើសិនជាគេស្ដាប់មិនបានទទួលយកមិនបានជាវត្ថុអរូបីឬក៏ឥតវិញ្ញាណទេតើយើងទៅអរគុណយ៉ាងដូចម្ដេចយើងអាចឧទ្ទិសយើងអាចបួងសួងយើងអាចសុំអីបានដើម្បីឲ្យអរុក្ខអរិយអ្នកតាទេវតា
ប្រចាំឬក៏បពៈបរោះដួងព្រលឹងដូនតាអីអាចឧទ្ទិសក្នុងន័យថាបួងសួងអីចឹងប៉ុន្តែពាក្យថាអរគុណគឺតើតែយើងអរគុណទៅមនុស្សចំពោះខ្ញុំថាមិនថាគិតថាខ្លួនឯងហ្នឹងមិនសូវចេះអីច្រើនទេប៉ុន្តែចេះតែគិតថាឆ្កងតែយើងតែអាចអរគុណសត្វគោបានទេយើងអាចអរគុណចាបឬក៏ឆ្កែឆ្មាអីបានទេយើងថាខ្ញុំសូមអរគុណឆ្កែដែលបានជួយសង្គ្រោះជីវិតខ្ញុំយើងអាចឆ្លើយតាមពិតឆ្កែមានវិញ្ញាណដែរចេះដឹងដែរប៉ុន្តែយើងអាចអរគុណឆ្កែបានទេដោយសារអីឆ្កែអាចស្ដាប់អត់មានញៀននឹងអាចនឹងត្រេះរិះពិចារណាដើម្បីទទួលយកពីអរគុណរបស់យើងបានទេយើងអាចនិយាយទៅអ្នកសារព័ត៌មានថាកុំតែបានឆ្កែជួយអញ្ចឹងទៅនៅក្នុងនេះអញ្ចឹងណាតែយើងមិនអាចទៅអរគុណឡានទេដែលបានដឹកខ្ញុំបានទៅដល់ទីក្រុងប្រសិទ្ធនុឧទាហរណ៍យើងអាចអរគុណឡានបានទេតែយើងអាចថាដោយសារតែយានជំនិះនេះធ្វើឲ្យយើងបានទៅដល់គោលដៅអញ្ចឹងអរគុណអ្នកបើកបរដែលបានជួយបើកបរដោយសុវត្ថិភាពតែបើយើងអរគុណរថយន្តវាដូចជាចំពោះខ្ញុំដូចថាឆ្កងយើងនិយាយទៅគឺយើងអាចអរគុណវត្ថុអរូបីបានទេយើងវត្ថុអត្តវិញ្ញាណឬក៏មានវិញ្ញាណដូចសត្វដែលមិនអាចនឹងទទួលពីអរគុណរបស់យើងបាននោះក៏គិតថាឆ្កងអញ្ចឹងបានភាសាអង់គ្លេសក៏មិនខុសភាសាខ្មែរនិងភាសាជាតិដទៃដែរខ្ញុំជឿគឺយើងត្រូវអរគុណមនុស្សយើងអាចប្រើពាក្យថាខ្ញុំអរគុណចោលតទេអញ្ចឹងទេអរគុណអ្នកណាចំពោះអ្វីមួយអញ្ចឹងយើងត្រូវអរគុណអ្នកហើយអីចឹងទៅអរគុណលោកអរគុណបងប្អូនអរគុណជនរួមជាតិអរគុណអីចឹងទៅតែដល់ទៅពេលអរគុណសន្តិភាពតែខ្ញុំសួរហ្នឹងគឺម្ដងទៀតខ្ញុំអត់ដែលគិតថារឿងនយោបាយរឿងអីខ្ញុំសួរតែវាឆ្ងល់ថាពាក្យហ្នឹងហេតុអីបានជាទៅអរគុណសន្តិភាពបានព្រោះអីពាក្យថាសន្តិភាពហ្នឹងវាអត់វិញ្ញាណប៉ុន្តែយើងត្រូវគិតថាកុំតែបានសន្តិភាពស្រុកយើងក៏មិនមានអញ្ចេះចោះអីចឹងទៅកុំតែបានដោយសារតែសន្តិភាពហ្នឹងអញ្ចឹងបើសិនជាយើងប្រើជាភាសាខ្មែរយើងគួរតែនិយាយថាអរគុណថ្នាក់ដឹកនាំប្រទេសដែលនាំមកនៅសុខសន្តិភាពតែយើងអាចអរគុណសន្តិភាពដែលនាំមកនៅមេដឹកនាំដ៏ល្អចឹងទេយើងអាចនិយាយចឹងបានទេបើយើងចង់អរគុណសន្តិភាពក៏អរគុណអត់ត្រូវដែរដោយសារតែយើងគិតថាកុំតែបានសន្តិភាពបានជាប្រទេសយើងមានបណ្ឌិតមានកវីបញ្ញវន្តអីចឹងទៅកុំតែបានដោយសារតែប៉ុន្តែនៅតែវិលទៅវិញនៅតែអរគុណមនុស្សអរគុណថ្នាក់ដឹកនាំអរគុណមេបកនយោបាយអរគុណម្ចាស់ជំនួយអរគុណអ្នកភាគីពាក់ព័ន្ធអរគុណសហគមន៍អរគុណប្រជាពលរដ្ឋខ្មែរទាំងអស់ដែលរួមចិត្តរួមកាយកសាងដើម្បីឲ្យមានសន្តិភាពមានការផ្សះផ្សាជាតិចឹងឧទាហរណ៍អញ្ចឹងខ្ញុំនៅតែគិតថាពីអរគុណសន្តិភាពនេះគឺជាពាក្យដែលការបង្កើតឡើងដើម្បីឲ្យយើងអរគុណវត្ថុអត្តវិញ្ញាណនិងអរូបីដែលមែនតើគឺផ្ទុយពីភាសាខ្មែរទេតែខ្ញុំមិនជំទាស់អីទេប្រគុណម្ចាស់សៀងហៃលោកបកស្រាយមកថាចុះយើងអរគុណទឹកអរគុណដីអីដែរតែយើងពេលដែលបួងសួងអីទៅសូមអរគុណវត្ថុស័ក្តិសិទ្ធិទៅក្នុងលោកទាំងឡាយដែលបានជួយស្រោចស្រង់ប្រោះព្រំអីចឹងទៅចំពោះខ្ញុំនៅពេលដែលយើងអរគុណទឹកដីហ្នឹងគឺបានន័យថាយើងអរគុណដល់ដួងវិញ្ញាណក្ខន្ធតាពិតអ្វីដែលយើងអរគុណហ្នឹងគឺយើងមានមនុស្សនៅក្នុងរូបរបស់យើងបានន័យថាអាចអរគុណព្រះអរគុណទេវតាអរគុណអរុក្ខអរិយអ្នកតាយើងគិតថាវត្ថុទាំងអស់នោះអត់មានវិញ្ញាណមែនក៏ប៉ុន្តែយើងឧទ្ទិសនៅក្នុងដួងចិត្តរបស់យើងហ្នឹងថាយើងកំពុងនិយាយទៅកាន់មនុស្សដែលស្ដាប់យើងនៅក្នុងន័យនេះឯងគឺខ្ញុំគិតថាដូចជាមិនខុសឆ្គងទេអរគុណអរុក្ខអរិយអ្នកតាគឺថាយើងគិតថាជាវត្ថុអរូបីមែនប៉ុន្តែជាមនុស្សដែលនឹងទទួលស្ដាប់ឮយើងអរគុណព្រះជាម្ចាស់អរគុណព្រះអង្គអរគុណអ្នកតាព្រឹកព្រៃអីចឹងទៅបានន័យថាយើងគិតថាដួងព្រលឹងវិញ្ញាណក្ខន្ធឬក៏រូបហ្នឹងគឺកំពុងនៅស្ថិតនៅមុខយើងហើយស្ដាប់ពរជ័យយើងស្ដាប់ឮយើងតែយើងអាចទៅអរគុណអញ្ចឹងទេព្រោះតែនិយាយចោលទៅអញ្ចឹងស្ដាប់អីទៅអរគុណខ្ញុំសូមអរគុណទូរទស្សន៍ដែលឲ្យខ្ញុំអាចមើលរូបឃើញអត់អាចចឹងទេយើងអាចទៅអរគុណទូរទស្សន៍បានទេអរគុណអ្នកដែលមានគំនិតច្នៃប្រឌិតបង្កើតទូរទស្សន៍ឲ្យចេញជារូប color សខ្មៅអីចឹងមានសម្លេងមានអីមាន digital មាន smart អី TV អីចឹងណាខ្ញុំនៅតែគិតអញ្ចឹងទេប៉ុន្តែខ្ញុំមិនទៅជាជំទាស់បងប្អូនអីទេថាចាស់ខ្មែរនឹងក៏ចេះអីលើសគេរឿងអីក៏ច្រើនម៉ែអស់ពីនយោបាយមកចូលដល់រឿងតាក់ទងនឹងរឿងអក្សរសាស្ត្រខ្មែរអីទៀតខ្ញុំមិនទៅមិនចេះដឹងអីច្រើនទេគ្រាន់តែថាស្ដាប់ទៅវារៀងឆ្កងតែប៉ុណ្ណឹងហើយអត់មានទៅរិះគន់អីបងប្អូនមិនឲ្យប្រើពាក្យអរគុណសន្តិភាពក៏អត់ដែរអរគុណអីអរទៅគ្រាន់តែថាខ្ញុំនិយាយនេះក៏អត់និយាយបរិបត្តិនយោបាយទេខ្ញុំនិយាយពីរឿងពាក្យខ្មែរហ្នឹងវារៀងឆ្កងប៉ុន្តែព្រះអង្គម្ចាស់សៀងហៃលោកបកស្រាយតាមការទាញហេតុផលរបស់ព្រះគុណម្ចាស់ខ្ញុំក៏មិនទៅជាជំទាស់អីទេគ្រាន់តែចេះតែនឹកឃើញថាបើសិនជាព្រះអង្គម្ចាស់សៀងហៃលោកមានបតីឬក៏ការឆ្វេងយល់បែបនេះមនុស្សទាំងអស់នៅស្រុកខ្មែរក៏ប្រហែលជាយល់មិនខុសពីព្រះអង្គចឹងដែរតែការយល់នេះមិនមែនយល់ខុសទេប៉ុន្តែខ្ញុំនៅតែគិតថា
វាឆ្កងនឹងពាក្យខ្មែរដែលយើងទៅអរគុណវត្ថុខ្ញុំអត់ដើរទៅអរគុណដើមឈើដែលអ្នកបានកិច្ចផ្លូវខ្ញុំដើរអត់បុកក្បាលកុំអីខ្ញុំដើរបុកក្បាលដើមឈើហ្នឹងប៉ុន្តែអត់មានគិតថាអ្នកចិត្តខាងគេខំស្រែកណាកុំឲ្យមើលទៅទូរស័ព្ទដើរទៅធ្លាក់លូឬអីឬក៏អរគុណលូដែលនៅខាងផ្លូវខ្ញុំដើរអត់ធ្លាក់អញ្ចឹងតាមពិតមិនមែនតែអរគុណលូអរគុណដើមឈើអីកាទេយើងត្រូវអរគុណអាជ្ញាធរដែលគេដាក់ស្លាកហាមចេះទៅឬក៏អរគុណដោយសារលូគេក្របមានអាជ្ញាធរគេក្របលូឲ្យឬក៏ដាក់ទៅមានបាំងមានលបងអីកុំឲ្យយើងគ្រោះថ្នាក់អាហ្នឹងត្រូវអរគុណអាជ្ញាធរពាក់ព័ន្ធចំពោះការដែលគិតគូរដល់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋតែបើយើងទៅអរគុណអាលូហ្នឹងអរគុណអាដើមឈើហ្នឹងទៅដូចថាមិនត្រូវបើសិនជាភាសាអង់គ្លេសបើសរសេរទៅគឺខុសហ្មងបើថាខ្មែរសរសេរទៅគឺឥឡូវស៊ាំនឹងពីអរគុណសន្តិភាពដល់អញ្ចឹងបងប្អូនទាំងអស់គ្នាគិតថាសន្តិភាពគឺជាវត្ថុមានវិញ្ញាណមួយដែលចាំស្ដាប់យើងហើយដល់អញ្ចឹងការគិតហ្នឹងគឺដូចគ្នានឹងអារឿងសូមមកស្ដាប់ជាមួយអីអញ្ចឹងអាការស្ដាប់ហ្នឹងដែលមានកម្មវត្ថុកម្មបត្តិអីត្រឹមត្រូវតែដាក់ថាខ្ញុំស្ដាប់ចម្រៀងអត់មានស្ដាប់ជាមួយបទចម្រៀងទេសូមស្ដាប់ជាមួយបទភ្លេងមិនត្រូវទេគឺត្រូវតែស្ដាប់បទភ្លេងហ្នឹងដល់អញ្ចឹងទៅស្វំតិចទៅយូរទៅនិយាយចិត្តទៅតាមគ្នាខុសអញ្ចឹងខ្ញុំលើកឡើងមកដោយសារតែរឿងនេះក៏ចូលជ្រៅបន្តិចទៅក៏មែនតើជាការដាស់តឿនក្រានរំលឹកខ្លះទៅក៏ជាមតិមួយជ្រុងកុំជឿខ្ញុំបងប្អូនខ្ញុំនិយាយនេះមិនមានចេតនាអីទៅឲ្យបងប្អូនទៅស្អប់ខ្ពើមអ្នកណាឬក៏ថាគេនឹងមិនចេះដល់យើងអត់ទេខ្ញុំគ្រាន់តែថាជាកតិហើយយកទៅពិចារណាហើយជួយគ្នាស្រាវជ្រាវមើលទៅតើសមទេបើសមក៏ប្រើទៀតទៅបើមិនសមក៏បើភ្លេចចោលទៅបើឆ្កងខ្លាំងជួយកែគ្នាទៅតែប៉ុណ្្នឹងទេបាទឥឡូវចូលដល់រឿងដែលលោកហ៊ុនម៉ាណែតដែលថាទៅលីយ៉ុងតាមពិតគាត់បានទៅដល់ហើយម៉ោងនេះប្រហែលជាទៅដល់ទីក្រុងលីយ៉ុងដំណើរទស្សនកិច្ចរបស់គាត់នេះគឺនៅថ្ងៃទី6ហ្នឹងថ្ងៃ7ទៅចូលរួមពិធីនៅទីក្រុងលីយ៉ុងជាមួយនឹងគណៈប្រតិភូហើយគាត់នាំទាំងប្រពន្ធឬក៏ស្ត្រីទី1របស់គាត់ហើយនឹងគណៈប្រតិភូខ្មែរទៅជាមួយផងតាមពិតរឿងវាមាន2ដែលខ្ញុំបានជំរាបអញ្ចឹងគឺថាលោកហ៊ុនម៉ាណែតទៅប្រទេសបារាំងលើកនេះមិនមែនទៅតាមការតបអញ្ជើញដើម្បីនិយាយពីផែនទីកម្ពុជាថៃទេបងប្អូនកុំគិតថាលោកទៅនេះច្បាស់ជានិយាយពីរឿងផែនទីបារាំងដែលសន្យាថាឲ្យខ្មែរនោះមកហើយក៏ប៉ុន្តែវាជាការចំណេញនយោបាយសម្រាប់គណៈបកកណ្ដាលអំណាចនិងរដ្ឋាភិបាលកម្ពុជាដែរនៅក្នុងការស្អំចិត្តប្រជាពលរដ្ឋនៅក្នុងពេលដែលកំពុងតែប្របាក់ចិត្តខ្លាំងរឿងថៃយកដីអស់ជាង50កន្លែងហ្នឹងហើយឮសូរថាបារាំងកាលពីគាត់ទៅលើកមុននោះលោកហ៊ុនម៉ាណែតធ្លាប់ទៅបារាំងមិនមែនជាការទៅចូលរួមពិធីអីមួយហ្នឹងក៏ឮសូរថាថ្នាក់ដឹកនាំបារាំងនឹងសន្យាឲ្យផែនទីនោះដល់ឥឡូវទៅមួយសារទៀតវាអាចជាការស្អំចិត្តប្រជាពលរដ្ឋឲ្យជឿថារដ្ឋាភិបាលអាចកំពុងតែស្និទ្ធជាមួយបារាំងខ្លាំងដើម្បីរកអាផែនទីនឹងយកមកដាក់សម្ពាធឬក៏ជាភ័ស្តុតាងដើម្បីប្តឹងបារាំងទៅតុលាការអីចឹងហ្នឹងការស្អំចិត្តក៏ប៉ុន្តែការស្អំចិត្តនេះជាទូទៅមិនបានប្រយោជន៍ទេដោយសារអីមិនចំពោះថាបារាំងឲ្យផែនទីមកពីឋានទេវតាណាទេកម្ពុជាមានផែនទីនឹងហើយគឺຂະຫນាត់1លើ200,000ដែលតម្កល់នៅតុលាការយុតិធធម៌អន្តរជាតិគេយកមកប្រើ2ដងហើយតាំងពីរឿង1962និងរឿងឆ្នាំ2013ដែលតុលាការចេញសាលដីកា2លើកឲ្យកម្ពុជាឈ្នះទាំង2លើកប្រើផែនទីຂະຫນាត់លើ1 200,000អត់មានអីត្រូវមន្ទិលត្រូវទាផែនទីពីបារាំងណាទៀតទេដូចគ្នានឹងដែរលោកអ៊ុំសំអានដែលទៅយកផែនទីពីស្អីបណ្ណាល័យនៅឯទីក្រុង Washington សហរដ្ឋអាមេរិកដើម្បីយកមកពន្យល់ប្រាប់បងប្អូនវាអត់មានផែនទីអីថ្មីជប់ពីឋានប្រអិនណាមកទេក៏ប៉ុន្តែសួរតែគាត់ហើយនឹងលោកហ៊ុនម៉ាណែតនឹងខុសគ្នាយ៉ាងម៉េចលោកហ៊ុនម៉ាណែតក៏ធ្វើនយោបាយមួយដើម្បីប្រាប់ប្រជាពលរដ្ឋថារដ្ឋាភិបាលក៏ចង់បានផែនទីហ្នឹងមកដោះស្រាយរឿងខ្មែរគណៈបកប្រឆាំងក៏គិតថាយកផែនទីហ្នឹងមកប្រាប់ថាយើងមានផែនទីហើយនៅចាំអីទៀតដូច្នេះទាំងគណៈបកប្រឆាំងទាំងគណៈបកកណ្ដាលអំណាចឬរដ្ឋាភិបាលក្រៅប្រទេសគឺខំប្រឹងរៀងខ្លួនប៉ុន្តែលទ្ធផលអ្នកដែលបានផលជាងគេគឺអ្នកណាដែលប្តឹងទៅតុលាការយុតិធធម៌អន្តរជាតិឯនោះទៅវិញទេអញ្ចឹងកម្ពុជារដ្ឋាភិបាលលោកហ៊ុនម៉ាណែតដើរក្រោយរដ្ឋាភិបាលក្រៅប្រទេសមួយជំហានគាត់ថាអ្វីដែលមានបញ្ហាប្រឈមខ្លាំងសម្រាប់រដ្ឋាភិបាលក្រៅប្រទេសគឺគាត់ឈ្នះនយោបាយខ្ញុំហ៊ាននិយាយអញ្ចឹងគាត់ឈ្នះនយោបាយនៅក្នុងន័យថាប្រជាពលរដ្ឋនៅទូទាំងប្រទេសច្បាស់ជាគិតថារដ្ឋាភិបាលអត់ព្រមប្តឹងឥឡូវរដ្ឋាភិបាលក្រៅប្រទេសប្តឹងដូច្នេះរដ្ឋាភិបាលក្រៅប្រទេសឈឺឆ្អាលចង់ប្តឹងលឿនជាងរដ្ឋាភិបាលក្នុងប្រទេសដែលអះអាងថាមានអ្វីៗគ្រប់គ្រាន់ហើយអត់ប្តឹងរដ្ឋាភិបាលក្នុងប្រទេសមានភាពស្របច្បាប់គ្រប់យ៉ាងទាំងរដ្ឋាភិបាលដែលបោះឆ្នោតមកគេដូចថាមានការរំលាយគណៈបកអីប្រឆាំងអីចោលក៏ដោយប៉ុន្តែបោះឆ្នោតនៅក្នុងដែនអធិបតេយ្យរបស់ខ្លួនតាមរយៈកោចបរបស់ខ្លួនរៀបចំហើយប្រកាសលទ្ធផលមានការទទួលស្គាល់ពីព្រះមហាក្សត្រមានអីអញ្ចឹងទៅវាជានីតិវិធីប្រក្រតីមួយតាមបែបនៃការដឹកនាំរដ្ឋប្រទេសប្រជាធិបតេយ្យឬក៏កុម្មុយនីសសម្រាប់ខ្លួនឯងទៅព្រោះប្រទេសកុម្មុយនីសគេបោះឆ្នោតអញ្ចឹងទេប្រជាធិបតេយ្យគេបោះឆ្នោតទៅមានលទ្ធផលអញ្ចឹងទៅគឺគេរៀបចំបានរបបខ្មែរក្រហមទៅ
កម្ពុជាបតៃហ្នឹងគឺសម្រាប់មនុស្សអស់1.7 លានអ្នកគឺជារដ្ឋាភិបាលគេថាដឹកនាំម្ចាស់ជាវាសនារបស់ប្រទេសស្តៀងតែគ្នាកូរ៉េខាងជើងក៏តែអញ្ចឹងចិនក៏តែអញ្ចឹងតាមក៏អញ្ចឹងកុម្មុយនីសគេថាអេរ៉ង់ក៏តែអញ្ចឹងប៉ុន្តែការទទួលស្គាល់កម្រិតណានោះវាអត់សូវមានទេជាលក្ខណៈប្រជាធិបតេយ្យដោយសារតែពុករលួយប៉ុន្តែជាផ្លូវការគឺយើងធ្វើបានគ្រប់នីតិវិធីផ្លូវការអត់ឲ្យខុសទេរដ្ឋធម្មនុញ្ញនិយាយថាបោះឆ្នោត5 ឆ្នាំម្ដង5 ឆ្នាំបោះម្ដងបោះឆ្នោតត្រូវមានការរៀបចំដោយកោជបរៀបចំបោះឆ្នោតត្រូវមានគណៈបកនយោបាយចូលរួមចម្រុះគណៈបកនយោបាយចូលរួមចម្រុះគឺប្រព្រឹត្តទៅអត់មានខុសអីទេរដ្ឋធម្មនុញ្ញអត់ខុសអីទាំងអស់វាខុសតែមួយឯងបោះឆ្នោតតាមធម្មតា5 ឆ្នាំបោះម្ដងកោជបរៀបចំអញ្ចឹងទៅជាប្រតិបត្តិឆ្នោតអាកោជបក៏អត់ឯករាជ្យអាបោះឆ្នោតគណៈបកចូលរួមហ្នឹងគឺបន្លំមកហ្នឹងគឺ10មួយយួរ7ពេកព្រៀតពេញភ្លឺពេញមេឃតែបើយកមកធ្វើជាចង្គៀងម៉ាំងសងអីគឺអត់សោះព្រោះវាបែកខ្ញាចដូច7ពេកចឹងយកជាដុំជាភ្លើងជាបំភ្លឺអីដើម្បីឲ្យជាដុំកពួនអត់ព្រោះអីវា7ពេកផ្លឹបផ្លែតរត់តែទុកចិត្តមិនបានហើយដល់ពេលហើយអ្នកដែលគេមានពលឺដែលអាចទុកចិត្តប្លុតគេបាត់ដូចភ្លើងទៀនអីប្លុតគេចោលតែម្ដងអញ្ចឹងទៅរួចទៅតកតងនឹងការដែលរៀបចំការបោះប្រព័ន្ធផ្សព្វផ្សាយក៏អត់ឯករាជ្យស្អីចាប់គុកងើបដាក់គុកងើបមួយវាយមួយអីចឹងប៉ុន្តែសួរថានីតិវិធីហ្នឹងគឺគេប្រព្រឹត្តតាមរដ្ឋបាលគេអត់មានខុសមកកន្លែងណាចំណុចកអ្នកឃោសនាណាយុទ្ធនាការបោះឆ្នោតហ្នឹងមួយខែមុនឲ្យឃោសនាអញ្ចឹងទៅគឺថាអូយខ្ចាយផ្សាយអញបាច់ទឹកបាច់ដីធ្វើដូចមែនតែនអញ្ចឹងណាអីចឹងមើលទៅកក្រឹកកក្រែងណាស់បាក់នេះក៏ផ្សាយបាក់នោះក៏ផ្សាយអីចឹងទៅអាហ្នឹងហើយគឺជាដំណើរជាទៅតែដល់ពេលហើយផ្សាយបកកាន់អំណាចហ្នឹងគឺមានអំណាចអធិពលប្រើប្រាស់ធនធានរបស់រដ្ឋមន្ត្រីរាជការប្រពាក់ប្រពូនអញ្ញែអញ្ញៃមិនដឹងមន្ត្រីណាបកមន្ត្រីណាជាការងារក្របខ័ណ្ឌក្រៅបកទេគឺរញ៉េរញ៉ៃលុយហ្នឹងក៏មិនដឹងទៅចែកចាយយ៉ាងម៉េចគឺថាហេរញ្ញវត្ថុហ្នឹងលុយហ្នឹងបានមកពីណាចែកខ្ជះខ្ជាយចែកប្រជាពលរដ្ឋសរងទិញជូនលុយកដោនេះអីចឹងលើកទឹកចិត្តអង្គរាប់បាវអីចឹងទៅអើយសប្បាយចិត្តហើយប្រជាពលរដ្ឋបានទទួលប៉ុន្តែអាហ្នឹងជាការទិញស្លឹកឆ្នោតអាការគម្រាមកំហែងអាការមិនមានប្រព័ន្ធផ្សព្វផ្សាយរួចទៅបោះឆ្នោតម្ដងមេបកនៃជានាយករដ្ឋមន្ត្រីអត់ដែលមកអង្គុយនៅក្នុងវេទិកាឲ្យប្រជាពលរដ្ឋជែកយោបល់គាត់ដេញដោលគ្នាសួរមើលបើជានាយករដ្ឋមន្ត្រីនឹងប្រជាពលរដ្ឋសួរបន្តិចមើលធ្វើអីខ្លះអត់ជឿក្បាលមកចូលរួមតែជែកដេញដោលយោបល់អីទៅឲ្យតាប្រព័ន្ធឃោសនានឹងថាប៉ុណ្ណឹងបានហើយអាសមាជក៏គ្មានអាការជជែកយកមើលប្រទេសគេប្រជាធិបតេយ្យឲ្យតែដល់ចិត្តបោះឆ្នោតបេក្ខជននាយករដ្ឋមន្ត្រីសូម្បីតែនៅក្នុងបកខ្លួនឯងគេជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីឬប្រធានាធិបតីណាជំរុះក្នុងបកហ្នឹងឆ្លោះគ្នាជេរគ្នាហោរឿងគ្នាល្មមបានបេក្ខជនគេមួយហ្នឹងតែដល់ពេលគេបានបេក្ខជនហើយគេឈប់ឆ្លោះគ្នាគឺគេយកបេក្ខជនហ្នឹងដូចលោកត្រាំអីចឹងលោកត្រាំហ្នឹងចែងជាមួយនឹងលោកម៉ាកូរូប៊ីយ៉ូនេះដែលជាតំណែងបេក្ខជនប្រធានាធិបតីដែរណាដែលជាឥឡូវកាន់ជារដ្ឋមន្ត្រីក្រសួងការបរទេសថាចែកគ្នាររឿងលោកត្រាំរឿងជាមេដឹកនាំផ្ដាច់ការជាមេដឹកនាំពុកលលួយស្អីអូយតែពេលឥឡូវលោកត្រាំយកមកឲ្យធ្វើជារដ្ឋមន្ត្រីការបរទេសលោកត្រាំស្អាតស្អំអញ្ចឹងមកតែគេឈប់និយាយពីរឿងមុនគេនិយាយតែពីរឿងតទៅហើយតម្រាំបានតែមេដឹកនាំសម្រាប់បាក់ខ្លួនដើម្បីឡើងមកតំណែងនាយករដ្ឋមន្ត្រីហ្នឹងប្រធានាធិបតីហ្នឹងគឺចែកគ្នាបោះឆ្នោតឯងឡើងវល់យើងអត់តថាអ្នកណាជាបេក្ខជននាយករដ្ឋមន្ត្រីឡើងមកតាមការតែងតាំងលើកដាក់មកឲ្យទៅផុតបាត់ទៅអញ្ចឹងបាទឥឡូវខ្ញុំចង់និយាយអញ្ចឹងគាត់ថាការរៀបចំបែបនេះវាអត់មានប្រព័ន្ធត្រឹមត្រូវហើយដល់ពេលយើងទៅនិយាយពីរឿងស្អំចិត្តប្រជាពលរដ្ឋរដ្ឋាភិបាលយើងមានភាពស្របច្បាប់អញ្ចឹងមែនស្របច្បាប់តែនៅក្នុងក្រដាស់ទេតែប្រជាពលរដ្ឋអត់ពេញចិត្តតែអាស្របច្បាប់ហ្នឹងវាមានលក្ខណៈល្អមួយត្រង់ថាល្អជាពិធីសារជាប្រទេសសមាជិករបស់ ICJ សមាជិករបស់តុលាការព្រំដែនអន្តរជាតិ ICC មានសិទ្ធិប្តឹងទៅតុលាការទាំងសងខាងហ្នឹងអត់ប្តឹងឥឡូវរដ្ឋាភិបាលក្រៅប្រទេសបង្កើតឡើងនៅក្នុងយន្តការស្រមោលមួយជាការពិតវាមិនមានភាពស្របច្បាប់អីដូចរដ្ឋាភិបាលនៅក្នុងប្រទេសទេព្រោះសហគមន៍អន្តរជាតិគេអត់ទទួលស្គាល់រដ្ឋាភិបាលក្រៅប្រទេសហើយកុំទៅរករឿងគាត់ហើយកុំចាំបាច់បកស្រាយអីវិញឆ្ងាយទៀតភាពមិនស្របច្បាប់របស់គាត់នៅក្នុងន័យថាក្របខ័ណ្ឌរដ្ឋាភិបាលក្រៅក្នុងស្រុកវាមានហើយក៏ប៉ុន្តែសួរថាគាត់បើកមកហ្នឹងគឺគាត់មានការដែលកសាងក្រុមគាត់ដោយសារតែរំលាយក្រុមគាត់ចោលដូច្នេះនៅក្នុងក្របខ័ណ្ឌនយោបាយគឺគាត់មានភាពស្របច្បាប់មួយនៅក្នុងការតស៊ូមតិតាមកម្រិតណាក៏ដោយគេទទួលស្គាល់មិនទទួលស្គាល់ក៏ដោយប៉ុន្តែជាការប្រឹងប្រែងដោយមិនយកអំពើហិង្សាយកមកអនុវត្តប្រទេសណាក៏គួរទទួលស្គាល់នៅក្នុងនាមការតស៊ូមតិនយោបាយដោយសន្តិវិធីដោយអហិង្សាអត់មានខុសច្បាប់អីទេក៏ប៉ុន្តែអ្នកណាទទួលស្គាល់វាពិបាកត្រង់ថាដល់ពេលអញ្ចឹង
គាត់យកពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិបានព្រមតនអន្តរជាតិបាន ICJ តែទៅតុលាសំទោស ICC ដល់ទៅ ICJ ជាតុលាការយុត្តិធម៌អន្តរជាតិនេះគឺតលតែយើងជាសមាជិកជាប្រទេសស្របច្បាប់របស់រដ្ឋាភិបាលមួយក៏ប៉ុន្តែបើគាត់ដាក់ពាក្យទៅ ICJ ក្នុងក្របខ័ណ្ឌជារដ្ឋាភិបាលក្រៅប្រទេសគាត់ដាក់បានតែគេទទួលគេដោះស្រាយបណ្ដឹងរបស់គាត់យ៉ាងណាស្រេចទៅលើការបកស្រាយប៉ុន្តែសំខាន់បំផុតគាត់បានធ្វើយ៉ាងហោចណាស់ក៏ឲ្យតុលាការនេះបានដឹងថាកម្ពុជាមានបញ្ហាសំណុំរឿងនឹងចូលដល់ទៅយកទៅពិនិត្យយកទៅអីតតចោលមិនតតចោលអានឹងគឺជារឿងរបស់តុលាការទេតែខាងយើងដែលមានសិទ្ធិស្របច្បាប់អត់ដាក់ទៅវិញដូច្នេះបើលោកហ៊ុនម៉ាណែតទៅលីយ៉ុងនេះណាបើទោះបីជាក្នុងកិច្ចការតែរឿងសុខភាពតែមួយអីហ្នឹងគឺមិនតាក់ទងអីនឹងរឿងរដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែនតែចង់ស្អំចិត្តប្រជាពលរដ្ឋឲ្យជឿថារដ្ឋាភិបាលទៅហ្នឹងទៅបារាំងគៀកចិត្តផែនទីបងប្អូនដូចខ្ញុំជម្រាបចឹងយកផែនទីពីឋានប៉ណ្ណាក៏អត់បានផលអីដែរព្រោះផែនទីមានហើយវាមិនមែនសំខាន់លើផែនទីទេវាសំខាន់លើយើងប្តឹងគេឬអត់ផោះតាងយើងមាន1ករុង10ករុង5ឡានកាម៉ាស់អីក៏អត់ប្រយោជន៍ដែរបើយើងអត់យកទៅដាក់នៅក្នុងតុលាការដើម្បីឲ្យតុលាការពិនិត្យដើម្បីយកមកធ្វើជាភស្តុតាងដាក់បន្ទុកផងដូចយើងយកបានប្រយោជន៍អីដូចយើងតវ៉ាក្រៅតុលាការអញ្ចឹងបានប្រយោជន៍អីអញ្ចឹងហើយបានថាជានយោបាយគឺយើងស្អំចិត្តប៉ុន្តែជាការពិតជាក់ស្ដែងអត់បានប្រយោជន៍អីទេផ្ទុយទៅវិញការទៅលីយ៉ុងនេះធ្វើឲ្យប្រជាពលរដ្ឋខ្មែរនៅទីក្រុងបារាំងទីក្រុងលីយ៉ុងប្រទេសបារាំងនាំគ្នាតវ៉ាទាមទារ3ចំណុចឲ្យលោកហ៊ុនម៉ាណែតដោះស្រាយទី1គឺដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិជាការអាម៉ាស់សម្រាប់រដ្ឋាភិបាលកម្ពុជាទៅវិញទេព្រោះអីហេតុអីបានជាទៅដល់ប្រទេសបារាំងប្រជាពលរដ្ឋខ្មែរនៅប្រទេសបារាំងគួរណាស់តែស្វាគមន៍ថ្នាក់ដឹកនាំកម្ពុជាបើសិនជាគាត់ទៅរកជួយឲ្យដោះស្រាយបញ្ហាដាក់ប្តឹងទៅ ICJ ខ្ញុំជឿថាប្រជាពលរដ្ឋអាចនឹងធ្វើបាតកម្មគ្រប់គ្រងប៉ុន្តែនេះគឺអត់បានដាក់ប្តឹងគាត់យកឱកាសហ្នឹងគាត់ទៅប្តឹងទាមទារ3ចំណុចរួមទាំងតុលាការយុត្តិធម៌អន្តរជាតិផងឲ្យលោកហ៊ុនម៉ាណែតដាក់ពាក្យប្តឹងឲ្យខាងតែបាននិងយកអាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស្ដីពីដែនអធិបតេយ្យហ្នឹងព្រោះអីទីក្រុងប៉ារីហ្នឹងវាជាទីកន្លែងដែលមានគេហៅថាកិច្ចព្រមព្រៀងហ្នឹងអញ្ចឹងគាត់ធ្វើត្រូវហើយទាមទារឲ្យដោះលែងអ្នកទោសមនសិការឲ្យអស់រឿងនេះក៏ជាការអាម៉ាស់សម្រាប់លោកហ៊ុនម៉ាណែតដែរព្រោះលោកតែងតែថ្លែងសារទាំងអាមីអាថោងរបស់លោកទាំងអស់ណាសេកព្រៀបអីហ្នឹងគឺសុទ្ធតែយើងបង្រួមជាតិសរសើរខ្មែរយើងមានសាមគ្គីគ្នាតាក់ទងរឿងព្រំដែនខ្លួនឯងអត់ចាប់រហូតអ្នកណានិយាយរឿងព្រំដែនចាប់តាំងពីនារីកម្មករកាត់ដេរអ្នកកសែតប្រសង់ហើយដល់ពេលអត់បានដោះលែងសោះចាប់ថែមទៀតហើយទៅបារាំងហ្នឹងទៅនិយាយអីតាក់ទងនឹងរួមជាតិឃើញទេប្រជាពលរដ្ឋតវ៉ាជាការអាម៉ាស់មួយសម្រាប់ថ្នាក់ដឹកនាំជាតិបើមានការបង្រួមជាតិអត់មានអ្នកតវ៉ាបាតកម្មយើងថាក្រុមប្រឆាំងគេប្រឆាំងមកយកចឹងមិនអញ្ចឹងទេដូច្នេះលទ្ធផលរបស់លោកហ៊ុនម៉ាណែតទៅបារាំងនេះគឺអត់មានតាក់ទងនឹងរឿងព្រំដែនទេតែជារឿងស្អំចិត្តតែឲ្យផលប្រយោជន៍ពីរឿងព្រំដែនគឺអត់ទេកម្ពុជាបានប្រយោជន៍រឿងព្រំដែនតែរឿងមួយគត់គឺប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិអត់ត្រូវការបារាំងទេហើយខ្ញុំនិយាយថាចុះបារាំងគេជួយផែនទីបើជួយក៏ល្អដែរប៉ុន្តែបើអត់ជួយបារាំងគេកាត់ក្តីរឿងព្រះណា ICJ គេកាត់ក្តីរឿងព្រះវិហារអត់បានទៅពឹងបារាំងទេព្រោះផែនទីគេមានហើយតែបើមានទៀតក៏អត់ចង្រៃអីដែរយកទៅឲ្យកាន់តែច្រើនកាន់តែល្អតែដូចខ្ញុំចឹងបើច្រើនអត់ប្រយោជន៍អត់ដាក់ប្តឹងដាក់ជាភស្តុតាងដាក់បន្ទុកអីប្តឹងគេផងទៅយក5កឆេទៀត5កាម៉ាស់ទៀតក៏អត់ប្រយោជន៍វាគ្រាន់តែជាសារនយោបាយឲ្យប្រជាពលរដ្ឋថាអូរដ្ឋាភិបាលគេគិតគូរហើយចាំងតាំងពឹងបារាំងពឹងអីទៅគេហៅថាផ្ដាល់ក្តីសង្ឃឹមคล้ายបងប្អូននេះគឺជាអំពើមិនសមសិលធម៌ទេប្រជាពលរដ្ឋអស់សង្ឃឹមផ្ដាល់សង្ឃឹមคล้ายសង្ឃឹមคล้ายមានហើយគឺសន្យាថានឹងទីឲ្យបានមិនទទួលស្គាល់ដីនឹងជាដីរបស់គេទៀតយើងមិនទទួលស្គាល់មិនទទួលទៅតែថៃគេវាយយកអស់ហើយនឹងយើងមិនទទួលស្គាល់យ៉ាងម៉េចយើងទទួលមិនទទួលចឹងទៅតែថៃគេស្ដាប់មែនវាមិនមែនអញ្ចឹងទេយន្តការច្បាប់អន្តរជាតិបើយើងប្តឹងគេយើងមិនទទួលស្គាល់ល្អព្រោះអីជារដ្ឋអធិបតេយ្យត្រូវតែតបចឹងបើខ្ញុំបាននិយាយទៀតថានេះក៏ជាកំបិតចិត្តដងឯងសម្រាប់រដ្ឋាភិបាលកម្ពុជាដែរតវ៉ាខ្លាំងណាស់ដីថៃដែលវាយដីខ្មែរដែលថៃវាយវ៉ាន់ជាង50កន្លែងតវ៉ាមែនតើដោយសារតែអះអាងថាតវ៉ានេះគឺជាលិខិតគតិយុត្តផ្លូវច្បាប់ដើម្បីតតាំងថៃទៅថ្ងៃអនាគតក៏ប៉ុន្តែក្នុងពេលជាមួយគ្នាហ្នឹងយើងបែរទៅជាបាត់សិទ្ធតវ៉ារឿងកោះគុតឥឡូវដែនសមុទ្រត្រួតស៊ីគ្នា 26,000 គីឡូម៉ែត្រការ៉េដែលតាក់ទងនឹង MOU 2001 និង 2000 គុតហ្នឹងចាំមើលតែថៃលុប MOU ហ្នឹងទៀតហើយតែយើងអត់តវ៉ារឿងកោះគុតហ្នឹងព្រោះកោះគុតថៃថាយក1លានភាគរយរបស់គេហើយឥឡូវគេដេញយើងអាដីកោះគុតហ្នឹងដឹងអត់អាដែនសមុទ្រជាប់កោះគុតហ្នឹងអត់ទៅទៀតព្រោះបើគេលុប MOU ហ្នឹងគឺក្នុងន័យថាលុបមិនឲ្យខ្មែរអាចនឹងអភិវឌ្ឍតំបន់ត្រួតស៊ីគ្នានឹងបានទៅទៀតអញ្ចឹងដីរាប់ម៉ឺនគីឡូម៉ែត្រការ៉េនៅដែនសមុទ្រហ្នឹងគឺនឹងក្លាយទៅជាវិវាទគ្មានទីបញ្ចប់អាគោកក៏ដោះស្រាយមិនចេញអាទឹកក៏ដោះស្រាយមិនបានហើយកំពុងតែមានរឿងប្រេងកាតប្រេងឥន្ធនៈនឹងទៀត
ទល់ពធឲ្យខ្ញុំអត់ដឹងថាគាត់ទៅច្រកណាប៉ុន្តែច្រកដែលចេញលឿនបំផុតគឺដោះស្រាយរឿងព្រំដែនគោកនេះទៅមុនសិនទៅហើយបើតវ៉ារឿងព្រំដែនគោករាល់ថ្ងៃថាមិនទទួលស្គាល់ចេញលិខិតតវ៉ារឿងកោះកុដប៉ុន្តែកោះកុដខាតពេលខកពេលហើយពលរដ្ឋាភិបាលពេលដែលថៃចាប់ផ្ដើមប្រកាសថាកោះកុដនឹងជារបស់ថៃ 100% 1លាន%អីរដ្ឋាភិបាលកម្ពុជានៅស្ងៀមមិនស្រដីតែពៀជ័យខ្ចីជាជាងទនេមាត់គាត់ថាហ្នឹងជាភាពចាស់ទុំរបស់រដ្ឋាភិបាលយើងមិនតតាំងអីទេលោកហ៊ុនម៉ាណែតប្រាប់ឲ្យកោះកុដអត់បាត់តាណាទេនៅហ្នឹងឥឡូវអ្វីដែលគាត់គិតថាដីខ្មែរដែលថៃយកបានហ្នឹងណាបន្តិចទៀតក៏អត់ហ៊ាននិយាយថាដីវាអត់បាត់តាណាទេវានៅហ្នឹងប៉ុន្តែយើងព្រមចុះហត្ថលេខាឲ្យថៃយកវាខុសពីកោះកុដត្រង់ថាកម្ពុជាអត់បានចុះហត្ថលេខាឲ្យថៃយកកោះកុដដាច់ទេតែវាមាននៅក្នុងអនុសញ្ញាបារាំងសៀមឆ្នាំ1904 1907នៅក្នុងផែនទីបសុពន្ធដែលនិយាយមានតកតងនឹងកោះកុដនឹងការវាស់ឬក៏ការយកចំណុចកំពូលពាក់កណ្ដាលនៃទីខ្ពស់បំផុតនៃកោះកុដមកច្រកចាំយាមអីចឹងទៅដែលធ្វើឲ្យមានការបកស្រាយមួយថាកោះកុដមានចំណុចពាក់កណ្ដាលនៅជារបស់កម្ពុជាអញ្ចឹងទៅប៉ុន្តែកម្ពុជាត្រូវទៅតវ៉ារឿងកោះកុដនឹងឲ្យដល់ទីបំផុតដូចតវ៉ារឿងព្រំដែននេះហើយរឿងព្រំដែននេះយើងតវ៉ាយ៉ាងម៉េចក៏មិនឈ្នះគេដែរដោយសារអីយើងសញ្ញេខ្លួនឯងលោកទាសីហាហើយនឹងរដ្ឋាភិបាលកម្ពុជាហ្នឹងគឺតំណាងឲ្យលោកទាសីហាតែជារដ្ឋមន្ត្រីក្រសួងការពារជាតិហ្នឹងគឺគាត់ទៅសញ្ញេនៅក្នុងប័ណ្ណឈប់បាញ់ឲ្យគេនៅណានៅហ្នឹងបានន័យថាឲ្យគេគ្រប់គ្រងដែនអធិបតេយ្យរបស់យើងដោយស្របច្បាប់ហើយទៅឡំប៉ាទាគេវិញទាអត់បានទេទាតាមរបៀបយន្តការហ្នឹងគេនឹងយកប័ណ្ណឈប់បាញ់លើកលែងតែប័ណ្ណឈប់បាញ់នេះណាមិនមែនជាប័ណ្ណឈប់បាញ់អចិន្ត្រៃយ៍ឥឡូវប័ណ្ណស្រន់ទៅបងប្អូននាំគ្នាប័ណ្ណស្រន់ទៅសូមឲ្យប័ណ្ណឈប់បាញ់នេះនៅតែជាប័ណ្ណឈប់បាញ់បណ្ដោះអាសន្នរហូតបងប្អូនមានចាំទេប័ណ្ណឈប់បាញ់ហ្នឹងដំបូងគេឲ្យអនុវត្តបណ្ដោះអាសន្នតែប្រហែលម៉ោងទេណាឬក៏ប្រហែលថ្ងៃទេណាហើយតទៅពេលចាប់ពីហ្នឹងទៅគេអត់មាននិយាយថាចូលជាអចិន្ត្រៃយ៍ទេក៏ប៉ុន្តែជាប័ណ្ណឈប់បាញ់បើប័ណ្ណឈប់បាញ់នេះឲ្យមានប្រសិទ្ធភាពតប្រាប់ថាឈប់បាញ់ជាអចិន្ត្រៃយ៍សិនតែឥឡូវអត់ទាន់មានទេតែបើគេលុបអាប័ណ្ណឈប់បាញ់នឹងចោលអាហ្នឹងបានយើងមានសង្ឃឹមសើរើអាការដែលព្រមព្រៀងឲ្យថៃនៅណានៅហ្នឹងប៉ុន្តែគ្រោះថ្នាក់ធំបំផុតសម្រាប់កម្ពុជាបើលុបប័ណ្ណឈប់បាញ់នឹងចោលថៃវាយមកប្រាវទៀតអស់អា3 4 10កន្លែងហ្នឹងទៀតវាអញ្ចឹងហ៎បងប្អូនអញ្ចឹងហើយកុំទៅបន់ឲ្យលុបចោលយើងថាបានចំណេញមួយគឺសើរើថាយើងប្រាប់ថាអាហ្នឹងរបស់គេឥឡូវអត់ទទួលយកវិញអាហ្នឹងតើលុបប៉ុន្តែបើអត់លុបចោលបើលុបចោលគឺមានសង្គ្រាមទៀតថៃវាយទៀតពលលុបអាប័ណ្ណឈប់បាញ់ហើយសហគមន៍អន្តរជាតិកោតទោសយើងងាប់ហើយថាយើងនឹងទៅជួញសង្គ្រាមហើយតើវាយក៏តែមិនឈ្នះគេដែរព្រោះយើងអាចបានត្រៀមខ្លួនយើងត្រៀម40 50ឆ្នាំហើយយើងបានប៉ុណ្ណឹងហើយតែយើងទៅចាំប្រហែលឆ្នាំទៀតហើយខ្មែរយើងបែកបាក់គ្នាអញ្ចឹង100ឆ្នាំទៀតក៏យើងអត់ទៅឈ្នះថៃដែរដូចខ្ញុំនិយាយអញ្ចឹង100ឆ្នាំទៀតក៏អត់ឈ្នះហើយបើធ្វើដូច្នេះខ្ញុំថា100ឆ្នាំ1លានឆ្នាំទៀតក៏មិនឈ្នះថៃដែរហើយយើងកុំទៅចង់ឈ្នះថៃអីនោះបានហើយប្រទេសជិតខាងយើងរស់នៅភូមិផងលបងជាមួយសំខាន់ឈ្នះខ្មែរគ្នាឯងសិនតើយើងឈ្នះនៅខ្មែរបង្រួបបង្រួមជាតិនៅផ្សះផ្សាជាតិនៅអានឹងបានឈ្នះកុំទៅចង់បងធំបងតូចអីឲ្យតែឈ្នះចិត្តកម្ពុជាស្រឡាញ់យើងពេញបេះដូងថាការដឹកនាំប្រទេសប្រកបដោយការផ្សះផ្សាជាតិយ៉ាងហោចណាស់ក៏យើងមានភាពរឹងមាំមានមោទនភាពក្នុងនាមជាខ្មែរដែរយើងនឹងជួយគ្នាក្នុងគ្រារងាមិនមែនដល់ពេលមានការអីយើងឆ្លោះគ្នាហែកគ្នាចាប់គ្នាដាក់គុកទៀតទេអញ្ចឹងទេដូច្នេះយើងអត់មានការផ្សះផ្សាហើយថៃក៏ដឹងដែរថាខ្មែរយើងបែកបាក់បានជាគេហ៊ានវាយយើងនោះយើងត្រូវទទួលស្គាល់ការពិតដោយសារយើងខ្សោយដោយសារតែយើងបែកបាក់ផ្ទៃក្នុងជាតិយើងបើសិនជាយើងមិនបែកបាក់ផ្ទៃក្នុងជាតិយើងដល់កម្រិតនេះណាថៃក៏មិនប្រហើនដល់ថ្នាក់ហ្នឹងដែរអញ្ចឹងជាតិមួយដែលបែកបាក់ចឹងបានពាក្យខ្មែរលោកប្រាប់ថាឆ្លោះគ្នាក្នុងគ្រួសារដោយស្រាតកាយាបង្ហាញញាតិឆ្លោះគ្នាក្នុងសង្គមជាតិដោយបង្ហាញដោយលាតទ្របកំណត់ឲ្យចោលអញ្ចឹងយើងមើលនៅក្នុងគ្រួសារតែយើងឆ្លោះគ្នាជេរលហែកសរងអស់ហើយគឺដោយស្រាតកាយានឹងឲ្យញាតិគេឃើញយើងជេរគ្នាយើងអីហែកអស់ដែលគេខាងក្រៅអត់ដឹងសោះក្នុងគ្រួសារយើងហែកអស់ព្រោះយើងនៅជាមួយគ្នាដល់តែឆ្លោះគ្នាក្នុងសង្គមជាតិទ្របកំណត់របស់យើងដែលមាននៅកន្លែងណាគឺយើងហែកឲ្យចោលយកទាំងអស់គឺដីតំបន់ដែលជាទ្របបេតិកភណ្ឌរតនសម្បត្តិរបស់ខ្មែរថៃគេស្រួលយកទាំងអស់ប្រាសាទខ្មែរយកទាំងអស់ប្រាសាទតាមន់ធំតាមន់តូចតាកបីនិងប្រាសាទខ្នាទៀតយើងមើលគេយកដកហូតដួងព្រលឹងរបស់យើងដោយសារយើងខ្លួនឯងបំផ្លាញដួងព្រលឹងរបស់ជាតិយើងដោយការបែកបាក់ជាតិនេះយ៉ាងអូយផ្សះផ្សាមិនបានដោយសារអីនយោបាយស្មោកគ្រោកក្រាញអំណាចបពពួកក្រុមអញអ្នកណាស្លាប់អីក៏ស្លាប់ទៅហើយដល់ពេលហើយក្រុមនយោបាយកាន់អំណាចគេធ្វើអញ្ចឹងកំចាយក្រុមបពប្រឆាំងក្រុមបពប្រឆាំងមិនបានស៊ីឆ្លៀឲ្យខ្ទេចវិញកាលពីមុនក្រុមបកកាន់អំណាចមិនបានស៊ីឆ្លៀឲ្យខ្ទេចគណៈបកណៃរំលាយឲ្យអស់ដល់ពេលខាងនេះត្រូវគេរំលាយឲ្យអស់ខ្លាចតែជាជនរងគ្រោះតស៊ូមតិដើម្បីបានភាពយុត្តិធម៌មកខ្លួនវិញទោះជាវិធីសាស្ត្រស្មុគគ្រោកប៉ុណ្ណាក៏ចេះតែប្រើទៅដែរ
ជេមរាយកាយឪពុកស្រាត់ខោដូចគ្នាទៅមុជដើម្បីយកយុត្តិធម៌មកហើយយុត្តិធម៌បានមកដោយការជេរបន្តិចហ្នឹងគឺវាមិនសូវស្អាតស្អំប៉ុន្តែអត់មានជំរឿសអីចេះតែទៅអញ្ចឹងទៅព្រោះអីជេរខ្លះទៅបដាសាខ្លះទៅព្រោះប្រព័ន្ធយុត្តិធម៌នៅស្រុកខ្មែរហ្នឹងវាអត់មានហើយដល់អញ្ចឹងមិនដឹងទៅយកគ្រាប់បែកឯណាទៅបំផ្លោបំផ្ទុះអីកើតអហិង្សាយូរកើតជំងឺផ្លូវចិត្តគ្រប់គ្នាដែលជាជនរងគ្រោះនាំគ្នាជេរបដាសាយកតែម្ដងហើយកុំបន្ទោសគាត់អ្នកណាក៏ដោយជឿលើអរូបីជឿលើជំនឿប្រេះផ្ដាស់ហ្នឹងគឺដោយសារអត់ជឿលើសមត្ថភាពរបស់ខ្លួនដោយសារតែប្រព័ន្ធធ្វើឲ្យគាត់បាក់ទឹកចិត្តគ្រប់បែបយ៉ាងមិនអាចដោះស្រាយតាមសន្តិវិធីបាននីតិវិធីស្របច្បាប់ទៅតុលាការក៏គេមិនដោះស្រាយតវ៉ាឲ្យដោះលែងសកម្មជនខ្លួនឯងគេចាប់ដាក់គុកទៀតនិយាយអីតវ៉ាបង្កើតក្រុមអីតិចតែហូបនំបញ្ចុកក៏គេចាប់ដាក់គុកសេអីតាម Facebook រិះគន់តិចគេចាប់ដាក់គុកតវ៉ាទៅតុលាការបោះគេទាំងអស់តើគាត់នៅសល់អីទៀតក្រៅតែពីកើតជំងឺផ្លូវចិត្តដល់អញ្ចឹងទៅនាំគ្នាបំផ្លាញគ្រប់បែបយ៉ាងដូចគ្នាដែរដើម្បីឲ្យរដ្ឋាភិបាលនេះអន្តរាយដល់អញ្ចឹងទៅវាខូចមុខមាត់ជាតិទាំងអស់គ្នាទៀតប៉ុន្តែនិយាយដោយស្មោះត្រង់គឺភ្លើងចេញមកពីគណៈបកប្រជាជនកម្ពុជាទេបាល់នៅនឹងអ្នកដើមហេតុមេកមីមុនហ្នឹងគឺគណៈបកកណ្ដាលអំណាចទេគណៈបកសង្គ្រោះជាតិឬក៏ក្រមប្រឆាំងគឺជាជនរងគ្រោះតែប៉ុណ្្នឹងឯងហើយអ្នកណាទៅបន្ទោសជនរងគ្រោះខ្ញុំអត់ដឹងទេតែចំពោះខ្ញុំគឺយុត្តិធម៌គឺនៅលើសច្ចធម៌នៅលើការបន្ទោសជនរងគ្រោះគេរំលោភឲ្យមកចោទថាមកពីស្លៀកខ្លីទេអត់មានទេគឺដោះស្រាយរឿងអ្នករំលោភឲ្យជាប់គុកសិនហើយចាំគិតមើលអប់រំនាងវិញតើការស្លៀកខ្លីហ្នឹងវាលិចលើលិចក្រោមហ្នឹងវាធ្ងន់ធ្ងរពេករហូតដល់គេរំលោភឬយ៉ាងម៉េចរឿងមួយក៏ជាការដែលកែគំនិតខួរក្បាលរបស់មនុស្សដែលហេតុអីបានជាយើងចេះតែមើលឃើញគេស្លៀកខោលើខោក្រោមចង់តែចាប់រំលោភគេហ្នឹងយើងកែផ្នត់គំនិតប្រជាពលរដ្ឋវិញដើម្បីឲ្យស្ត្រីដែលមានសម្រស់ផូរផង់បរោះឬក៏វត្តអ្នកណាក៏ដោយហ្នឹងគឺអាចអនុវត្តសិទ្ធិសម្រេចលើរូបរាងកាយរបស់ខ្លួនបានដោយឯករាជ្យកុំចាំបាច់មានឥទ្ធិពលអីពីអ្នកនេះរិះគន់អ្នកនោះអីស្ដីថាអញ្ចឹងទៅបាទឥឡូវខ្ញុំឆ្លេះរឿងហ្នឹងវែងមែនតើណាបងប្អូនតោះទៅដល់ថ្ងៃនេះដោយសារតែខ្ញុំចូលធ្វើការរៀងយឺនតិចខ្ញុំសល់ពេល20នាទីទៀតរឿងតាក់ទងនឹងទី2គឺច្បាប់ស្ដីពីការប្រឆាំងការឆបបោកតាមប្រព័ន្ធបច្ចេកវិទ្យាចូលជាធរមានហើយតើច្បាប់នេះមានអ្វីខ្លះខ្ញុំសូមសរសើរដោយស្មោះចំពោះរដ្ឋាភិបាលកម្ពុជារដ្ឋសភាកម្ពុជាព្រឹទ្ធសភាកម្ពុជាព្រះមហាក្សត្រខ្មែរច្បាប់ស្ដីពីការប្រយុទ្ធប្រឆាំងអំពើឆបោកអនឡាញនេះណាត្រូវការពេលខ្លីមែនតើយើងមើលរដ្ឋសភាអនុម័តតែ3ថ្ងៃមុននេះណា3-4ថ្ងៃមុនអញ្ចឹងព្រឹទ្ធសភាយកមកអនុម័តដែរឥឡូវនេះចូលដល់ព្រះមហាក្សត្រលោកឡាយពហុលេខាប្រកាសឲ្យប្រើប្រាស់ជាប្រញាប់ចូលជាធរមានថ្ងៃនេះទៅហើយច្បាប់ស្ដីអំពីខ្លឹមសារច្បាប់នេះខ្ញុំនឹងមិនបញ្យល់លម្អិតទេបងប្អូនព្រោះអីវាច្រើនហើយខ្ញុំមិនមានពេលវេលាគ្រប់គ្រាន់ទេគ្រាន់តែថាបើទោះខ្ញុំបញ្យល់មកយប់ទឹកភ្លឺក៏វាអត់មានអីថ្មីដែរព្រោះអីច្បាប់នេះវាជាការស្អំចិត្តប្រជាពលរដ្ឋដើម្បីឲ្យដឹងថាឬក៏សហគមន៍អន្តរជាតិឲ្យដឹងថារដ្ឋាភិបាលគេធ្វើគេមិននៅស្ងៀមទេណាគេខំច្បាប់នេះមានទាំងអស់24មាត្រា24មាត្រា5ជំពូកបាទពហុលេខារបស់ព្រះមហាក្សត្រឡាយនៅថ្ងៃទី6ខែមេសាគឺថ្ងៃនិយាយទៅគឺថ្ងៃហ្នឹងតែម្ដងគឺប្រកាសឲ្យប្រើប្រាស់ជាផ្លូវការច្បាប់នេះអញ្ចេះបងប្អូនច្បាប់ប្រយុទ្ធប្រឆាំងអំពើពុករលួយខ្ញុំចង់យកចំណុចគួរឲ្យកត់សម្គាល់តែមួយទេឬក៏2ចំណុចតែប៉ុណ្ណឹងឯងតាក់ទងជាមួយនឹងវិសាលភាពនៃបទល្មើសមាត្រា2ព្រោះបទល្មើសនៅក្នុងនេះគាត់ថាច្បាប់នេះមានគោលបំណងអញ្ចេះខ្លឹមសារច្បាប់មាត្រា1និយាយទៅច្បាប់នេះកំណត់វិធានផ្នែកព្រហ្មទណ្ឌដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសម្ដៅចូលរួមថែរក្សាការពារសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះអញ្ចឹងគឺតាមពិតមិនចាំបាច់មានច្បាប់ឆបោកអនឡាញនឹងទេព្រោះច្បាប់អក្រិតកម្មឆ្លងដែនច្បាប់ព្រហ្មទណ្ឌនីតិវិធីព្រហ្មទណ្ឌច្បាប់អីនឹងយកមកអនុវត្តបានសឹងតែគ្រប់ហើយក៏ប៉ុន្តែបើមានក៏ល្អដែរខ្ញុំមិនទៅជាថាចំទាស់អីទេបើមានក៏ល្អដែរព្រោះអីវាជាខ្លឹមសារបំពេញបន្ថែមទៅចន្លោះប្រហោងនៃច្បាប់មួយចំនួនដែលអត់ដែលមានយកមកដើម្បីឲ្យការអនុវត្តហ្នឹងវាស្រួលអនុវត្តឲ្យប៉ូលីសយុតិធធនគរបាលយុតិធធអីហ្នឹងគឺមានគេហៅថាច្បាប់ដើម្បីឲ្យខ្លួនអនុវត្តតាមនីតិវិធីកុំឲ្យឆ្កងច្បាប់ទៅអាចចាប់ជនប្រព្រឹត្តទៅគេរករឿងទៅអាចរួចខ្លួនគេដោយសារតែយើងអត់មាននីតិវិធីអញ្ចឹងវិសាលភាពមាត្រា2នេះនិយាយអំពីបទល្មើសមានអីគេខ្លះបទល្មើសប្រព្រឹត្តនៅឯណាអញ្ចឹងបទល្មើសគឺដែលចាត់ទុកថាជាបទល្មើសបច្ចេកវិទ្យាឬឆបោកអនឡាញទី1គឺត្រូវប្រព្រឹត្តឬចាត់ថាប្រព្រឹត្តនៅលើដែនដីប្រជាជាតិអាចារ្យកម្ពុជាទី2បទល្មើសត្រូវប្រព្រឹត្តនៅក្រៅដែនដីដែរក្រៅស្រុកក៏ចាត់ទុកជាបទល្មើសដែរបើសិនជាចូលនៅក្នុងករណីដូចខាងក្រោមទី1បទល្មើសប្រព្រឹត្តដោយពលរដ្ឋខ្មែរ
ប្រព្រឹត្តនៅក្រៅប្រទេសក៏ដោយឲ្យតែពលរដ្ឋខ្មែរអ្នកប្រព្រឹត្តគឺរាប់ថាជាបទក្រិតឆ្លងដែនបទក្រិតឆបោកឆ្លងដែនអនឡាញសំទោសទី2គឺបទល្មើសប្រព្រឹត្តលើប្រជាពលរដ្ឋខ្មែរប្រព្រឹត្តដោយពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសចាត់ទុកថាជាបទក្រិតប្រព្រឹត្តលើប្រជាពលរដ្ឋខ្មែរដោយជនជាតិបរទេសក៏ដោយតែបើមានជនរងគ្រោះជាជនជាតិខ្មែរអាហ្នឹងក៏ចាត់ទុកថាជាបទល្មើសឆបោកអនឡាញដែរទ្រព្យសម្បត្តិដែលសង្ស័យថាពាក់ព័ន្ធនឹងបទល្មើសឬផលនៃបទល្មើសដែលចែងនៅក្នុងច្បាប់នេះត្រូវផ្ទេរមកចូលឬក៏ផ្ទេរចេញពីប្រជាណាចក្រកម្ពុជាបានន័យថារបរហ្នឹងផលចំណូលដែលបានមកពីអាហ្នឹងគឺផ្ទេរចូលកងធនាគារស្រុកខ្មែរឬផ្ទេរចេញពីស្រុកខ្មែរទៅដាក់នៅធនាគារបរទេសគឺរាប់ថាជាផ្នែកនៃទ្រព្យដែលបានមកពីអំពើល្មើសនេះអញ្ចឹងហើយបានជាមានមាត្រាមួយនៅក្នុងមាត្រាចុងក្រោយតកតងមាត្រា22គឺនិយាយពីការរឹបអូសទ្រព្យសម្បត្តិហើយការរឹបអូសទ្រព្យសម្បត្តិនេះគឺក្នុងករណីដែលមានការលើកលែងការចោទប្រកាន់និយាយទៅទ្រព្យសម្បត្តិនៅពេលដែលជននោះស្លាប់ទៅវិញឬក៏អត់មានអត្តសញ្ញាណទទួលមរណភាពគឺចក្រមស៊ើបសួរអាចប្តឹងតាមដោយការបញ្ជូនទៅតុលាការព្រហ្មទណ្ឌឲ្យសម្រេចរឹបអូសឧបករណ៍សម្ភារៈមូលនិធិផលទុនទ្រព្យសម្បត្តិដែលជាមធ្យោបាយអីឡើងតកតងនឹងការរឹបអូសទ្រព្យសម្បត្តិនេះគឺមានភាពមិនតាន់តែពិតមិនមែនមិនច្បាស់លាស់ហើយប៉ុន្តែសំណួរសួរវិញថាតើច្បាប់នេះអាចរឹបអូសទ្រព្យសម្បត្តិលោក Gen Z បានទេមុននឹងឆ្លើយសំណួរនេះខ្ញុំឆ្លើយសំណួរយ៉ាងខ្លីទៅវិញថាតើច្បាប់នេះមានប្រយោជន៍អីដែរឬទេបងប្អូនច្បាប់នេះជាកំបិតចិត្តដងឯងរបស់រដ្ឋាភិបាលមួយសារទៀតហើយចំណុចល្អដែលខ្ញុំគួរឲ្យកោតសរសើរគឺគាត់ស្អំចិត្តប្រជាពលរដ្ឋខ្មែរបានមួយរយៈធំគឺថាកម្ពុជាមិនបង្ងើយកន្តើយចំពោះការឆបោកអនឡាញនឹងទេប្រជាពលរដ្ឋខ្មែរសាទរដែរទី2ស្អំចិត្តសហគមន៍អន្តរជាតិនៅក្នុងន័យថាកម្ពុជាអត់លេងសើចជាមួយរឿងឆបោកអនឡាញទេបង្កើតច្បាប់ខ្លួនឯងយ៉ាងលឿនហើយប្រាប់ទៅភាគីថៃទៀតថាអ្នកឯងថាខ្មែរគឺជាឋានសួគ៌នៃការឆបោកអនឡាញអត់មែនឋានសួគ៌ទេជាឋាននរកហើយនេះព្រោះអីបង្កើតច្បាប់ហើយលើអត់មែនលេងទេគឺធ្វើមែនតើច្បាប់នេះអ្នកដែលជាប់ពន្ធនាគារអាចដល់20ឆ្នាំហើយក្នុងករណីដែលមានមនុស្សរងទរណកម្មដោយការអំពើឆបោកអនឡាញហ្នឹងអាចជាប់ទោសអស់មួយជីវិតទៅទៀតដូច្នេះអាចធ្ងន់ដែរពីនៃទឹកប្រាក់អាចដល់ទៅកន្លះលានដុល្លារ200លានរៀលអញ្ចឹងទៅខ្ពស់បំផុតកំបិតចិត្តដងឯងនេះគឺថាបានល្អស្អំចិត្តសហគមន៍អន្តរជាតិប្រាប់ទៅថាយើងមានច្បាប់សំណួរសួរទៅវិញថាតើអាជ្ញាធរកម្ពុជានឹងចាត់ការអ្នកដែលប្រព្រឹត្តបទល្មើសឆបោកអនឡាញហ្នឹងដែលមាននៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិកមានអង្គការមហាមន្ត្រីមកកណោក៏ដឹកហ្នឹងដែរឬទេព្រោះអីតែចាត់ការទៅគឺដូចសឡកពឹសចឹងហើយចាប់ខ្លួនរឹបអូសទ្រព្យសម្បត្តិរដ្ឋយើងនឹងសម្បូរធូធាងាប់បើសិនជារឹបអូសទ្រព្យសម្បត្តិអ្នកដែលប្រព្រឹត្តបទអក្រិតទាំងអស់នេះប៉ុន្តែសួរថាតើធ្វើទៅកើតទេសំណួរសួរមួយទៀតថាតើច្បាប់នេះមានប្រតិសកម្មដែរឬយ៉ាងណាពាក្យថាប្រតិសកម្មបានន័យថាអនុភាពនៃការអនុវត្តថយក្រោយព្រោះច្បាប់ហ្នឹងទៅបញ្ចេញថ្ងៃទី6ខែមេសាចោះបទអក្រិតឆបោកអនឡាញដោយលោកលីយ៉ុងផាត់ឬក៏លោកកុកអានឬក៏អង្គការមហាមន្ត្រីណាមួយដែលជាប់នៅក្នុងឈ្មោះនៅក្នុងរដ្ឋាភិបាលជាតិដែលប្រព្រឹត្តបទអក្រិតរួមទាំងលោកចិនស៊ីផងតាំងតែពីមុនមានច្បាប់ហ្នឹងចេញទៅយកអនុវត្តលើបុគ្គលទាំងនោះបានដែរឬយ៉ាងណាព្រោះអីគ្មានច្បាប់ណានៅលើโลกដែលចែងថ្ងៃហ្នឹងហើយស្រាប់តែអនុវត្តសូម្បីតែបទអក្រិតដែលប្រព្រឹត្តត្រឹមថ្ងៃទី5ខែមេសាកន្លងទៅហ្នឹងតកតងនឹងការឆបោកអនឡាញក៏អត់អាចចាប់ជនល្មើសយកមកផ្ដន់ទោសបានដែរបើបទល្មើសហ្នឹងប្រព្រឹត្តមុននឹងច្បាប់នេះចេញអញ្ចឹងអនុភាពនៃប្រតិសកម្មគឺមានន័យថាយើងអត់អាចយកច្បាប់អនុវត្តថយក្រោយទេឧទាហរណ៍ឲ្យខ្លីដើម្បីឲ្យដឹងអំពីប្រតិសកម្មនៃច្បាប់ដែលមិនអាចអនុវត្តបានដើម្បីបងប្អូនងាយយល់ឧទាហរណ៍ថានៅផ្លូវយើងនៅជិះទៅតាមផ្លូវរាល់ថ្ងៃទៅផ្សារអត់ដែលមានស្លាកដែលគេដាក់ថាបើកបរក្នុងលបឿនតែលើសពី25គីឡូម៉ែត្រនៅក្នុង1ម៉ោងគឺគេនឹងពិន័យកាលមុនអត់ដែលមានបកគោលហ្នឹងទេអញ្ចឹងបានន័យថាយើងបើកទៅមក40ក៏បាន50ក៏បានដែរស្រាប់តែចាប់ពីថ្ងៃទី6ខែមេសានេះទៅគេដាក់ថាចាប់ពីថ្ងៃហ្នឹងទៅគឺបើកលើសពី25គឺនឹងពិន័យអញ្ចឹងថ្ងៃហ្នឹងយើងបើក25ឬអីហ្នឹងគឺអត់ពិន័យទេប៉ុន្តែមានអ្នកគេរាយការណ៍មកថាអាមួយនេះប្រហោះម៉ូតូនៅក្នុងភូមិរាល់ថ្ងៃ50 100 ម្សិលមិញថ្ងៃ5ក៏ប្រហោះម៉ូតូ50 100ដែរតើទៅចាប់គាត់យកមកដាក់គុកដោយប្រើច្បាប់ហ្នឹងបានដែរទេអត់ទេខ្លឹមសារនៃច្បាប់មិនមានប្រតិសកម្មបែបហ្នឹងអត់ថយដោយបែបហ្នឹងទៀតទេព្រោះអីតែប្រព្រឹត្តចាប់ពីថ្ងៃដាក់ស្លាកហ្នឹងទៅហើយនឹងមានច្បាប់ចូលទៅធរមានបានអាចចាប់បានអញ្ចឹងអ្វីដែលធ្វើពីមុនមកគឺរួចទោសទាំងអស់កុំតែប្រព្រឹត្តទៀតអញ្ចឹងបានន័យថាអ្នកទាំងអស់មុនហ្នឹងរួចទោសទាំងអស់ឬក៏យ៉ាងដូចម្ដេចសំណួរគេសួរអញ្ចឹងណាបងប្អូនប៉ុន្តែចម្លើយឆ្លើយដោយខ្លីយើងអត់ត្រូវការច្បាប់នេះដើម្បីចាប់អ្នកទាំងអស់នោះដាក់គុកទេអញ្ចឹងច្បាប់នេះមានប្រយោជន៍អីចឹង
បើយកច្បាប់នេះមកហើយគិតថាតើតែមានច្បាប់នេះបានអាចចាប់អ្នកទាំងអស់នោះដាក់គុកបានហើយនឹងរឹបអូសទ្រព្យសម្បត្តិគាត់បានអញ្ចឹងបានន័យថាទ្រព្យសម្បត្តិដែលគាត់តើតែកសាងប្រព្រឹត្តបទល្មើសចាប់ពីថ្ងៃទី6ខែមេសានេះទៅបានអាចចាប់គាត់បានអញ្ចឹងមានណាអញ្ចឹងបានគាត់រួចខ្លួនទាំងអស់ហើយព្រោះបើគាត់ក្រិតអីគាត់ឈប់ប្រព្រឹត្តអស់ហើយគាត់ប្រព្រឹត្តតាំងពីមុនថ្ងៃ6នេះបើយកច្បាប់នេះមកអនុវត្តគឺអ្នកនេះต้องរួចខ្លួនទាំងអស់ក៏ប៉ុន្តែច្បាប់ខ្មែរមានច្រើនទៀតណាស់ឆបោកអនឡាញទរណកម្មច្បាប់ព្រហ្មទណ្ឌច្បាប់អន្តរជាតិអីគឺយើងអាចអនុវត្តទៅលើពួកគាត់បានចុះហេតុអីបានយើងអត់ធ្វើពីមុនមកសួរខ្លួនឯងទៅបងប្អូនខ្ញុំអត់ដឹងដែរអញ្ចឹងបានន័យថាទាំងអស់នេះគឺជារឿងនយោបាយទី1គឺចង់ប្រាប់សហគមន៍អន្តរជាតិថាខ្មែរមានច្បាប់ឲ្យបង្កើតលឿនណាស់អត់មានឲ្យនេះទេព្រោះចង់ប្រាប់ថាយើងអត់ទុកឲ្យរបស់អស់នេះវានៅរៀលដាទេក៏ប៉ុន្តែលទ្ធផលវាអត់បានប្រយោជន៍អីទេបងប្អូនវាបានតែជាការស្អំចិត្តហើយធ្វើលឿនក៏ប៉ុន្តែយកទៅអនុវត្តយ៉ាងម៉េចនៅពេលដែលបើសិនជារដ្ឋាភិបាលចាប់ផ្ដើមបង្កកទ្របឬក៏ចាប់មនុស្សដែលមានឈ្មោះទាំងអស់យ៉ាងហោចណាស់ក៏ស៊ើបអង្កេតហើយរាយការណ៍ប្រាប់ថាស៊ើបអង្កេតអ្នកណាអីចឹងទៅតែបងប្អូនបើសិនជាចាប់អ្នកទាំងអស់នេះណាប្រជាស្រុកខ្មែរគ្មានកន្លែងដាក់ទេមនុស្ស120,000នាក់ដែលគេរកឃើញដែលសុទ្ធតែជាពួកជាប់ផុងនៅក្នុងការជួញដូរអក្រិតកម្មឆបោកគេជួលមកឲ្យអាចជាជនរងគ្រោះនៃការបោកបន្លំឲ្យដើម្បីបោកតដែរប៉ុន្តែរាប់ម៉ឺនរាប់សែននាក់តើយកទៅដាក់នៅកន្លែងណាអានឹងត្រីតូចទេថាជាជនក៏ចោះត្រីធំអត់មានចាប់បានមួយសោះចាប់បានលោកចិនស៊ីបញ្ជូនទៅចិនបាត់ដកសញ្ជាតិទៀតចាប់បានលោកលីសុងបញ្ជូនទៅចិនបាត់ដកសញ្ជាតិទៀតហើយអញ្ចឹងបើដកសញ្ជាតិអស់សំបីតែបកកទ្របគាត់ក៏បកកអត់បានដែរដោយសារអីគាត់មិនមែនជាជនជាតិខ្មែរផងហ្នឹងលើកឡើងតែរដ្ឋាភិបាលរកឃើញថាលោកលីសុងនិងលោកចិនស៊ីប្រព្រឹត្តបទល្មើសធ្វើឲ្យជនជាតិខ្មែរចាញ់បោកនៃផលនៃបទល្មើសអាចដែរជាអ្នករ៉ូស៊ីឬក៏ពួកដែលប្រើទូរស័ព្ទដើម្បីឆបោកគេបន្តតែជាជនរងគ្រោះនៃអំពើហ្នឹងប៉ុន្តែជនរងគ្រោះមិនតែជាអ្នកប្រព្រឹត្តដែរអូយដូចសឡកពឹសចឹងតែបងប្អូនតាមដានតទៅទៀតទៅគ្រាន់តែថាខ្ញុំនៅតែសារតថាច្បាប់ចេញលឿនប៉ុន្តែបើនិយាយពីថាប្រយោជន៍គឺអត់សូវមានប្រយោជន៍អីទេលោកកើតរត់ក៏ថាមានប្រយោជន៍ដែរតើតកតងនឹងអាការស៊ើបអង្កេតបទសម្អាតប្រាក់អីដំបងគេត្រូវរកពីគេហៅបទល្មើសនៃអំពើពុករលួយមកសិនដើម្បីជាការសម្អាតប្រាក់គេស៊ើបអង្កេតតាមលំដាប់លំដោយដល់ពេលមានច្បាប់នេះគេអាចស៊ើបអង្កេតបញ្ជាក់វិញគឺស៊ើបអង្កេតបទឆបោកអនឡាញហើយទៅរកអំពើពុករលួយវិញហ្នឹងក៏ថាគិតចឹងប៉ុន្តែច្បាប់ខ្មែរមានច្រើនណាស់មិនខ្វះទេបងប្អូនខ្វះតែឆន្ទៈនយោបាយនៅក្នុងការអនុវត្តទេបើគាត់អនុវត្តច្បាប់ស្រុកខ្មែរមិនចាំបាច់បង្កើតច្បាប់ថ្មីនេះឲ្យរឹងមាំដូចតែគាត់ងើបមួយវាយមួយចាប់មនុស្សដាក់គុកស្អីក៏បាត់ញុះញង់ណាពួក scam អនឡាញនេះអត់ដែលបានរៀលដល់ឥឡូវទេព្រោះខ្មែរបកកែណាស់អាញាធរយើងទាញច្បាប់ឲ្យយឺតដូចកស៊ូចឹងស្អីក៏ជាប់បានដែរគ្រាន់តែមន់ពាក់ម៉ាស់ហ្នឹងក៏ជាប់គុករាប់ឆ្នាំដែរគាត់ទាញឲ្យយឺតដូចកស៊ូចឹងមានច្បាប់ឯណាទៅគ្រាន់និយាយថាមន់ពាក់ម៉ាស់ជាប់គុកដែរមានច្បាប់ឯណាមកចែងប្រាប់ថាគ្រាន់តែកុំលុបបឹងតមុកទុកឲ្យប្រជាពលរដ្ឋនៅអាស្រ័យផលក៏ជាប់គុកដែរមានច្បាប់ឯណាដែលនិយាយថាខ្មែរបាត់ដីទៅថៃច្រើនណាស់ដោយសារតែរដ្ឋាភិបាលអត់មានសមត្ថភាពទប់ថៃជាប់គុកដែរតាមពិតខ្លួនឯងអត់មានសមត្ថភាពទប់ថៃបានមែនតើយើងទៅយកច្បាប់អីមកឲ្យបកកាយជាងហ្នឹងទៅខ្ញុំអត់យល់តែឲ្យបងប្អូនម្ដងទៀតខ្ញុំសរសើរនៅពេលដែលមានច្បាប់ហើយប៉ុន្តែខ្ញុំសូមជូនពរឲ្យការអនុវត្តរបស់រដ្ឋាភិបាលនេះឲ្យរឹងហើយតឹងហើយបង្ហាញការពិតជាក់ស្ដែងឲ្យមានសច្ចយុត្តិធម៌ហើយត្រូវចាប់មុនគេគឺចាប់លោកលីយ៉ុងផាត់ព្រោះអីមាននៅក្នុងបញ្ជីរបស់រដ្ឋាភិបាលជាតិអាមេរិកដែលជាមេអង្គញាដ៏ធំហើយជាសមាជិកព្រឹទ្ធសភាទៀតខ្ញុំនិយាយរួមគឺថាមិនមែនថាឲ្យចាប់ថាគាត់ជាការប្រព្រឹត្តខុសហើយព្រោះគាត់នៅតែជាជនអត់មានកំហុសប៉ុន្តែមាននៅក្នុងបញ្ជីខ្មៅរបស់គេយ៉ាងហោចណាស់ក៏បើកការស៊ើបអង្កេតខាត់ខ្លួនដោយប្រការណាមួយហើយបើរកឃើញថាគាត់អត់មានទោសដោះលែងគាត់ទៅអានឹងបានលៀងខ្លួនយើងហើយស្ដារប្រព័ន្ធយើងបានច្រើនប៉ុន្តែបើគ្រាន់តែធ្វើហើយស្ងាត់ឈឹងបន្តិចទៀតទៅជឿខ្ញុំមកដូចវែកចកចឹងឡើងមកប្រព្រឹត្តទៀតហើយព្រោះអត់ទៅណាទេអ្នកទាំងអស់នោះវល់ពេញតែស្រុកខ្មែរហ្នឹងហើយខ្ញុំនិយាយពីរឿងវល់ហ្នឹងគឺមានស្ត្រី MMO ម្នាក់គាត់ដែលថាមានប្តីពីរនោះណាដែលលោកហ៊ុនសែនឈឺក្បាលអត់ឈប់ដែររឿងព្រំដែននោះគឺរកម្មចិត្តហើយគាត់នៅមានពេលទៅនិយាយរឿងស្រីប្តីពីរណានោះតាក់ទងនឹងច្បាប់ឯកពន្ធភាពហើយគេសម្ដែងសោះហ្នឹងគឺលោកហ៊ុនសែនចាញ់បោកគេតថាស្ត្រីនឹងស្អីណាខុសប្រពៃណីទំនៀមទម្លាប់ដូនតាខ្មែរអញ្ចឹងហើយស្ត្រីហ្នឹងក៏ឡើងមកប្រាប់ថាអាហ្នឹង MMO ទេរកលុយអនឡាញដើម្បី live view share ប្តីហ្នឹងអោបថាប់នោះចេះយកមកធ្វើលេងអញ្ចឹងណាអីអញ្ចឹងទៅឥឡូវគេចាប់ដាក់គុកហើយតែបងប្អូនមិនមែនចាប់គុកដាក់គុកដោយសាររឿងគាត់សារភាពថាប្តីនឹងលេងសើចទេព្រោះអីវាអត់មានបទល្មើសទេនៅពេលដែលប្តីលេងសើចអីអញ្ចឹងប៉ុន្តែជាប់គុកដោយសារតែគាត់និយាយប៉ះពាល់ដល់សមត្ថកិច្ចព្រោះស្ត្រីម្នាក់នេះគឺបើតាមដីការបស់តុលាការគាត់ឈ្មោះថាចែរក្សាមិនជាឈ្មោះហៅក្រៅទេប៉ុន្តែគាត់មានឈ្មោះនៅក្នុងបញ្ជីស្នាមបញ្ជីជាតិសន្ទុះរបស់គាត់ត្រឹមត្រូវចាំខ្ញុំ
ខ្ញុំក្តាប់មិនជុំដែរហ្នឹងមែនតើទៅខ្ញុំរវល់រឿងលើក្រែគេនឹងដែរទៀតនេះតែបើអត់និយាយទៅគឺដូចថាវាជាព័ត៌មានដីកាបង្គាប់ឲ្យឃុំខ្លួនចុះថ្ងៃទី5ខែមេសារបស់សាលារាជធានីភ្នំពេញសាលាដំបងគឺឲ្យឃុំខ្លួនជនត្រូវចោទឈ្មោះនីសម្បត្តិអ្នកស្រីចៃរសាហ្នឹងឈ្មោះនីសម្បត្តិតែថាមានប្តីពីរហ្នឹងណាជនជាតិខ្មែរសញ្ជាតិខ្មែរមុខរបរអ្នកលក់ផលិតផលអនឡាញគ្រូទាយសន្លឹកបៀស្ដាយដែរបើគាត់ចេះទាយហេតុអីក៏មិនទាយថាគេចាប់គាត់ថ្ងៃណាគេចោទគាត់ពីបទអីសំណុកគាត់ដោះស្រាយឬក៏ទាយមុនទៅថានិយាយចឹងគេនឹងដាក់ទោសប្រហែលឆ្នាំទៅសំណុកកុំឲ្យនិយាយទៅត្រូវគេថានឹងដាក់ទោសអីចឹងណាប៉ុន្តែអញ្ចឹងឯងទាយចឹងឯងអ្នកខ្លះគ្រូទាយរឿងបាត់របស់តែដល់ពេលគេទៅសួររឿងពងរទាយហ្នឹងបាត់បៀខ្លួនឯងរអត់ឃើញយាយមួយនៅវត្តភ្នំនោះខ្ញុំចាំឆ្នាំណានោះមានគ្នាពីរនាក់បាត់ម៉ូតូទៅឲ្យយាយពឹងសួររម៉ូតូបាត់ទៅឯណាអត់ទៅប្តឹងប៉ូលីសទេបើថាអត់សង្ឃឹមលើប៉ូលីសមករកគ្រូទាយវិញកាញ់លោកបានធូរចិត្តពីអ្នកប្តីប្រពន្ធទៅព្រលឹមឡើងយាយលើកកឈើកឆេអាណាកឆែងរបៀអត់ឃើញររឿងគ្នាពេញហ្នឹងទៅចោតយាយណាក្បែរហ្នឹងថាយកបៀគាត់ទៅលេងពីយប់យកអត់ទុកស្រួលបួលបាត់នៅណារមិនឃើញរតាទាយអីម៉ួយមកទាំងព្រឹកដល់ពេលហើយពីអ្នកប្តីប្រពន្ធលេងឡង់មើលមុខដាក់គ្នាគាត់គិតគ្នាថាយាយខ្ញុំសុំជម្រាបលាទៅវិញហើយព្រោះអីហើយយាយថាអាចารย์កុំអាលទៅអត់ទាន់បានទាយបានអីនៅតែអីទៀតយាយបើយាយឯងអត់ដឹងបាត់បៀខ្លួនឯងផងម៉ូតូខ្ញុំប៉ុណ្ណាណីហើយទៅទាយមិនឃើញមកបៀមកហ៊ូយាយអត់ដឹងបាត់ផងរឿងវាអញ្ចឹងដែរអ្នកជឿគ្រូទាយហ្នឹងស្ដាប់រឿងហ្នឹងទៅប្រហែលដឹងថាឈប់ជឿឈប់អីខ្លះឥឡូវគឺចាប់គាត់ដាក់គុកពីបទប្រមាថសមត្ថកិច្ចពីរអ្នកប្តី3អ្នកគ្នាហ្នឹងគឺគាត់ហើយនឹងប្តីគាត់ដែលថាលេងសើច2អ្នកហ្នឹងគឺនៅតាមបណ្ដាញសង្គម Facebook ទៅរករឿងអ្នកណារិះគន់គាត់ហ្នឹងសុទ្ធតែអីណាគេតោលុយគេបុកលុយឲ្យជាប់គុកអីណាសមត្ថកិច្ចអីណាតែមែនតើបងប្អូនភាសានេះសម្រាប់ចែករក្សាលឹះហើយយើងទៅនិយាយពីសោកលុយបុកលុយអីឲ្យសមត្ថកិច្ចហើយអ្នកខ្លះគាត់ថាចង់ដាក់ប៉ុណ្ណេះទៅមានប្តីគាត់លេងសើចម្នាក់ហ្នឹងគាត់ថាចាំបាច់ដាក់ដល់ប៉ុណ្ណឹងគាត់ថាថែមតែដាក់តែប៉ុណ្ណេះទៅជាប់គុកប៉ុណ្ណេះឆ្នាំបាត់ហើយតោលុយបើហឺនមែនតើប៉ុន្តែកុំបន្ទោសចែករក្សាបងប្អូនកុំទៅធ្វើបាបគាត់សង្គមយើងវាអញ្ចឹងអ្នកមានលុយមានបាក់មានខ្នងមានពួកគឺវារៀលដាលអញ្ចឹងទៅចាប់គាត់មួយនឹងដូចវែកចកអញ្ចឹងព្រោះអីគាត់និយាយមកចេញពីបេះដូងវាសកាអញ្ចឹងហើយទៅចាប់គាត់ដាក់គុកបានយ៉ាងហោចណាស់គាត់ផ្គប់ចិត្តលោកហ៊ុនសែនដែលខំប្រឹងរិះគន់គាត់មកខុសត្រូវអីក៏ដោយឥឡូវចាប់ដាក់គុកហើយឲ្យរៀងតែប៉ុណ្្នឹងឯងវាអត់បានប្រយោជន៍យុត្តិធម៌សង្គមដោះស្រាយបញ្ហាប៉ូលីសអីណាខ្សែខ្នងអន្តរាគមន៍ហ្នឹងក៏អត់ដែរគាត់ដាក់បិទមាត់ចែករក្សាទៅអាបិទល្មើសនៅសកាតោះតែយើងកែប្រែកែតម្រង់ស្ថាប័នអស់នេះបានតែយើងមានសង្ឃឹមអីវិញតែប៉ុណ្្នឹងទេបងប្អូនបាទឥឡូវនេះគឺពេលវេលាវែងទៅហើយប៉ុន្តែខ្ញុំក៏អស់ទៅហើយខ្ញុំខាត់អស់ពេលហើយខ្ញុំមានព័ត៌មាន2ដែលខ្ញុំនឹងផ្សាយតកតងករណីបុករត់ភាពឥតសណ្ដាប់ធ្នាប់នៃការដោះស្រាយបញ្ហាបងប្អូនពេលដែលខ្ញុំឃើញអាការបុករត់ហើយនឹងភាពឥតសណ្ដាប់ធ្នាប់នៃការដោះស្រាយបញ្ហានេះខ្ញុំរកម្មចិត្តមែនតើព្រោះអីហេតុការណ៍មួយដែលឃើញមានបរិសម្នាក់បើករថយន្តខ្មៅមួយហើយទៅបើកបុកគេហើយទៅរត់ហើយអញញ៉ៃប្រពាក់ប្រពូនពេញផ្លូវបាញ់ភោងផាំងប្រជាពលរដ្ឋហ្នឹងគឺរត់ទៅប្រសេកប្រសាចម៉ូតូលមកនៅក្បែរកន្លែងហ្នឹងគ្មានខាំងគ្មានខាត់គ្មានទប់ហើយអាជ្ញាធរសមត្ថកិច្ចប្រជាពលរដ្ឋហ្នឹងគឺថារត់ដុំថ្មផងមួកសុវត្ថិភាពទៅបោកទៅគប់អូយដូចដល់ហើយហេតុអីក៏អាណាធិបតេយ្យយ៉ាងនេះលោកហេតុអីក៏យើងធ្វើដូច្នេះរកម្មចិត្តណាបងប្អូនខ្ញុំមិនមែននិយាយថារិះគន់ខ្ញុំចង់ថាសមត្ថកិច្ចបើទុកឲ្យគាត់ធ្វើការទៅបងប្អូនចង់ជួយនឹងហេតុអីក៏បងប្អូនទៅវាយទៅដំយកដុំថ្មទៅចោលទៅគប់ចោលមុខជេរបចោអីក៏វែងម្លេះជួនកាលសមត្ថកិច្ចនឹងធ្វើការមិនកើតទៅប្រទៀងបតាយបតប់វាយដំតតធាក់ហើយសមត្ថកិច្ចនឹងទៀតសោតនឹងក៏គ្មានដែរអាស្អីគេបលាដើម្បីដាក់ទៅឲ្យឡាននឹងឈប់កុំឲ្យអីចឹងទៅមានឃើញប្រជាពលរដ្ឋរើសដុំថ្មណាមួយយកមកកលហើយឃើញប្រសាចឬសូផ្ទុះអាវុធផ្ទុះអីហ្នឹងក៏នៅប្រសាចអត់មានអ្នកណារត់គេចអីទេគឺថាទៅធ្វើដំណើរធម្មតាអូខ្ញុំសរសើរបងប្អូនខ្មែរយើងអត់មានខ្លាចស្លាប់ខ្លាចអីបន្តិចតែម្ដងគឺថាប្រឹងហើយអាជ្ញាធរនឹងដល់ពេលទល់ពធពេកទៅហើយរញ៉េរញ៉ៃមិនដឹងស្អីទេលោកហើយអូយដូចបាយបិណ្ឌជាបាយបាតយ៉ាងម៉េចខ្ញុំសរសើរគាត់ប្រឹងបដូរជីវិតទៅចាប់គ្នាទៅប្រផាត់ប្រភៀងកុំឲ្យបើករត់អីទៀតអ្នកនោះឯងគឺអត់បើករថយន្តទេសចរបើកបុករះមួយនគរបាលឥឡូវគេវាយខ្នោះបាត់ហើយកើតឡើងនៅថ្ងៃហ្នឹងគឺរថយន្តមួយគ្រឿងពណ៌ខ្មៅហ្នឹងគឺមានបិទស្កុតខ្មៅទៀតកើតឡើងនៅភូមិសាស្ត្រហ្នឹងប្រហែលជាម៉ោង 9:55 នាទីប្រហែលជា10ព្រឹកមិញហ្នឹងបងប្អូនឥឡូវនេះគឺគេសមត្ថកិច្ចចាប់បានហើយរឿងនេះកើតឡើងនៅភូមិតាអុងស្រុកចកាលើខេត្តកំពង់ចាមបាទតែកងឡានហ្នឹងក៏សិតតែគេមានខ្នងក្រាស់គេស្គាល់ស្រុកខ្មែរដូចបាត់ដាច់អីណាអូយតាមប្រជជនគាត់ស្វឹងគាត់អីហ្នឹងវាមិនដឹងស្អីដែរទេបងប្អូនតែយ៉ាងណាព័ត៌មានចុងក្រោយគឺតកតងនឹងតារាងកប៉ាល់ហោះពោចតុងបើកឲ្យប្រជាពលរដ្ឋចូលលេងកម្សាន្ត9ថ្ងៃបាទឥឡូវខ្លាយទៅជាកន្លែងដែលបងប្អូនទៅជា
ពោចតុងហ្នឹងគឺគេដូរទៅស្អីពលានយន្តហោះមួយនៅឯស្អីកដាលស្ទឹងហ្នឹងណាពលានយន្តហោះដេជោអីនោះឥឡូវគេទុកពោចតុងហ្នឹងចោលទៅសំណាងដែររដ្ឋាភិបាលមិនលក់ឲ្យក្រុមហ៊ុនឯកជននៅឡើយណាតែអញ្ចឹងបងប្អូនអាចចូលទៅកំសាន្តទៅមើលទៅនាំកូននាំចៅអីទៅពីទីធ្លាធំស្រួលហើយបើធ្វើជាឧទ្យានមានដាំឈើដាំអីទៅក៏ជួយរំដោះប្រជាពលរដ្ឋកុំឲ្យនៅពុលផ្សែងនៅក្នុងក្រុងអីក៏ច្រើនសរសើរអាជ្ញាធរដែរបើកឲ្យប្រជាពលរដ្ឋចូលទស្សនា9ថ្ងៃចាប់ពីថ្ងៃទី9នេះដល់ថ្ងៃទី19ណាបងប្អូនសម្រាប់ចូលឆ្នាំហ្នឹងអញ្ចឹងជើញទៅកំសាន្តលេងធម្មតាអញ្ចឹងទៅល្អ